អ្នកស្អាតតែងតែឈ្នះ គិតមិនដែរគិតចឹងអត់ ភាពស្អាតគឺត្រូវតែសម្រស់ហើយមែនទេតែទី2គឺសុខភាពទី3គឺសមត្ថភាពព្រោះថាសម្រស់អាចតាក់ទាញតាវិនាទីដំបូងទេតែសុខភាពយើងអាចធ្វើវានៅរៀងយូរបន្តិចហើយសមត្ថភាពកាន់តែបានយូរវែងទៀត តែខ្ញុំថែមមួយចំណុចមួយទៀតគឺអាកប្បកិរិយាបើសិនជាអត្តចរិតអាកប្បកិរិយាគាត់អត់ស្អាតទៅជាមួយគ្នាពេលដែលយើងនិយាយមួយគាត់ដឹងថាអូខ្ញុំស្លូតឬកាចខ្ញុំជាមនុស្សម្នាក់ដែលអាចរាប់អានគ្នាបានអត់ឬក៏ខ្ញុំជាមនុស្សម្នាក់អូអត់កើតទេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ពេលនោះយើងស្អាតមិនក៏យើងដកថយបន្តិចទៅ ចុះមូលហេតុអីមកអ្នកគ្រូសម្រាប់ចិត្តផ្លាស់ប្ដូរខ្លួនឯង សំណួរចាក់ដោតដែរដោយសារតែនៅពេលដែល ខ្ញុំក៏សូមអនុញ្ញាតសូមគោរពជម្រាបសួរចាលោកលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនជាពិសេសបងប្អូនដែលជាអ្នកគាំទ្រនៅក្នុងកម្មវិធីស្ត្រីដែលយើងស្រឡាញ់ podcast ស្ដាប់ពេទ្យជជែកសូមស្វាគមន៍មកកាន់សប្តាហ៍ថ្មីនៅក្នុងកម្មវិធីស្ត្រីដែលយើងស្រឡាញ់ នេះបើគិតទៅសប្តាហ៍ទី5ហ្នឹងណាអូមិនតែមិនមែនសប្តាហ៍ទៀតវគ្គទី5 ចាវគ្គទី5 មិនដែរមានអារម្មណ៍មិនដែរ មានអារម្មណ៍ថាវគ្គនេះរៀងភ័យបន្តិច ភ័យចាពីព្រោះថាវគ្គនេះបងប្អូនបានជួយជាមួយនឹងអ្នកគ្រូវិជ្ជបណ្ឌិតហើយក៏ជាស្ថាបនិករបស់មន្ទីរពេទ្យ Orchid ផងដែរចា ថ្ងៃនេះ special episode ណា ចាអ្នកគ្រូគាត់ធ្លាប់មើលខ្ញុំម្ដង បងរៀងសែតបន្តិចសែតព្រោះយើងចិត្តដៃគ្នាណា មែនតើ ហើយសតពី episode ទៀតទេណា ចឹងយើងគួរមានកម្មវិធីអីជួបជុំគ្នាអត់ ចឹងឯងចេញពីនេះទៅ ចា ចេញពីនេះទៅអូខេចឹងកុំឲ្យចាំយូរថ្ងៃនេះយើងមានកិត្តិយសមែនតើតែមានបានការចូលរួមពីវាគ្មិន2រូបដូចកុសមាបាននិយាយមិញចឹងយើងមានកិត្តិយសដែលបានអញ្ជើញលោកស្រីវិជ្ជបណ្ឌិតឯកមេងលីគឺជាស្ថាបនិករបស់មន្ទីរពេទ្យ Orchid យើងតែម្ដងថ្ងៃនេះអ្នកគ្រូចំណាយពេលណាមកមិនងាយហៅអ្នកគ្រូទេនិយាយទៅ schedule របស់គាត់ការភាពរបស់គាត់គឺមមាញឹកមែនតើចឹងថ្ងៃនេះកុំឲ្យចាំយូរអាចជួបជាមួយអ្នកគ្រូផ្ទាល់តែម្ដងជំរាបសួរអ្នកគ្រូ យើងក៏មានតារាកិត្តិយសម្នាក់ទៀតអូសិតារាឥឡូវពងស្រីពិតជាតារាមែនឥឡូវនេះ បងស្រីគឺកំពុងតែ viral នៅក្នុង TikTok និង Facebook មែនតើបងប្អូនចានិយាយទៅគឺគាត់គេហៅថាគេហៅរាជនីមាស អូខេ ចា ជួយជាមួយបងស្រីហាក់គុនធាបង សួរបងអូយបងស្រីហាក់គុនធានិយាយទៅធ្លាប់ទៅលើបងគុនធាតែដឹងថាបងគឺម្ចាស់ហាងមាសដល់ល្បីហាក់គុនធា ស្គាល់ដែរតាំងពី2600 700នឹងឡើងមកមានស្គាល់បងហ្មង ចាតែមានអារម្មណ៍ថាបងស្រីនេះពាក់មាសឌីងស្ទើចា ចាប៉ុណ្ណឹងបាន ប៉ុណ្្នឹងបាន ចា ប៉ុណ្ណឹងមកល្មមស្អាតនៅក្នុងកាមេរ៉ាចឹងបងស្រីមិនដែរថ្ងៃនេះសុខសប្បាយ សុខសប្បាយខាងឆេញមាសរៀងចុះហ្នឹង ចឹងអូមិនជាលើកទី1ដែលចូលរួមជាមួយនឹងកម្មវិធីយើងមែនទេ លើកទី1 លើកទី1មកអូមានអារម្មណ៍មិនដែរ រៀងភ័យរៀងរំភើបផងអីចឹងណាច្បុកច្បល់ ចូលច្បល់ អារម្មណ៍រៀងច្បុកច្បល់ តែខ្ញុំជឿថាមិនសូវភ័យទេព្រោះបានអង្គុយចិត្តមិត្តភ័ក្តិទៅហើយនេះគាត់ស្គាល់ដៃគូអ្នកគ្រូជំរាបសួរអ្នកគ្រូរវល់អត់ឥឡូវនេះអូ រវល់ដោយសារតែការងារជាបាលផងចាហើយអ្នកជួយផ្សព្វផ្សាយផ្នែកចំណេះដឹងបងប្អូនដឹងស្រាប់ហើយការងារច្រើន ហើយថ្មីអ្នកគ្រូឡើងកម្មវិធីតាមស្ថាប័នផ្សេងទៀត ចាអំបញ្ញមិញគាត់ចូលមកបន្ទប់ស៊ីឌីយោយើងភ្លាមឃើញអ្នកគ្រូខ្ញុំមានអារម្មណ៍ថាប្លែកមែនតើដោយសារតែអ្នកគ្រូក្មេងហើយស្រស់ស្អាតមែនតើធ្លាប់តែឃើញអ្នកគ្រូពាក់ឯកសណ្ឋានជាវិជ្ជបណ្ឌិតដល់ហើយបងប្អូនដែលតាមដាននៅក្នុងវីដេអូរបស់អ្នកគ្រូហ្នឹងពេលខ្លះប្រហែលជាគិតដូចខ្ញុំចឹងថាអ្នកគ្រូរៀងកាចពេលមែនតើអ្នកគ្រូនៅប៉ាត់ slot មែនតើមកនិយាយទៅសួរមិត្តភ័ក្តិ slot ចា slot រស់រេរាក់ផ្ទះឲ្យយកចិត្តទុកដាក់មួយអ្នកជុំវិញខ្លួនចាក៏ប៉ុន្តែខ្ញុំមួយគាត់ទៅស្គាល់គ្នាថ្មីថ្មី ដើរលេងមួយគ្នា ចាដើរលេងមួយគ្នាតែម្ដងតែដូចមានអារម្មណ៍ថាស្និទ្ធស្នាលមួយគ្នាហ្មង ចាដល់ពេលអ្នកគ្រូជាមួយនឹងបងស្រីជាមិត្តភ័ក្តិគ្នាចឹងដើរលេងយើង share លុយគ្នាធម្មតាឬក៏បាយ share ធម្មតា share ធម្មតាលុយកាក់ផ្សេងមិត្តភ័ក្តិផ្សេងដើរលេងជាមួយគ្នាផ្សេង អូចាយើងស្មានតែវិជ្ជបណ្ឌិតជាមួយនឹងបងស្រីអ្នកលក់មីហើយអ្នកមានដល់ពេលចឹងទៅយើងប៉ាអញ្ចឹងណា អត់ទេគឺ share គ្នាចា share អញ្ចឹងក៏ដើរបានយូរ ចាអត់ឆ្លងគ្នាអរគុណជារៀងរាល់សប្តាហ៍យើងតែងតែលើកយកប្រធានបទថ្មីប្លែកៗមែនតើហើយអរគុណដល់ក្រុមការងាររបស់ Orchid មែនតើតែងតែលើកយកប្រធានបទដែលចាក់ដោតទៅបងប្អូនមួយចំនួនទៅពេលខ្លះគាត់មានអង្កលសង្ស័យថាតើហ្នឹងខ្លួនគាត់អត់ជឿជាក់ដល់ពេលដែលយើងលើកប្រធានបទនេះមកខ្ញុំគិតថាបងប្អូនអាចនឹងផ្លាស់ប្ដូរគំនិតរបស់គាត់ចាប្រធានបទយើងថ្ងៃនេះគឺលើកយកអ្នកស្អាតតែងតែឈ្នះ អូពិសេសទៀតទេនេះយើងប្លែកអ្នកគ្រូគិតមិនដែរគិតចឹងអត់អ្នកស្អាតតែងតែឈ្នះអត់ គិតចឹងតាខ្ញុំចម្លែកដែរដោយសារ podcast បងមន្ទីរពេទ្យហើយគាត់លើកបញ្ហារឿងស្អាតអញ្ចឹងរៀងប្លែកដែរចឹងថ្ងៃនេះធ្វើខ្លួនរៀងស្អាតដែរព្រោះអត់ហ៊ានស្លៀកពាក់កៅអៅពេទ្យដូចពីដើមទីទេគឺរៀងធ្វើខ្លួនតិចដែរ ខ្ញុំអត់ធ្វើខ្លួនស្អាតដែរខ្ញុំ confirm ជួយបងស្រី សម្រាប់ខ្ញុំប្រធានបទហ្នឹងរៀងភ្ញាក់ផ្អើលមែនបើជាទូទៅសម្រាប់ខ្ញុំ
មិនជាអ្នកធ្វើខ្លួនទេគ្រាន់តែថារៀងមានភាពជឿជាក់អញ្ចឹងណាបើសិនជាចូលកម្មវិធីធម្មតាឬក៏កម្មវិធីធំប៉ុណ្ណាក៏ដោយខ្ញុំមិនសូវជាអ្នកផាត់មុខផាត់អីទេតែថ្ងៃនេះរៀងដូចថាប្រធានបទរៀងចាក់ដោតរៀងផាត់មុខតិច តែខ្ញុំមានអារម្មណ៍ថាមុខតែបងស្អាតព្រោះអត់ផាត់អីច្រើនក៏មានអារម្មណ៍ថាស្អាតស្អាត ចា ស្អាតប៉ុណ្ណឹងហើយ ខ្លាចចាញ់អ្នកគ្រូ ចុះសម្រាប់បងគិតថាតើអ្វីដែលធ្វើឲ្យមនុស្សម្នាក់ស្អាតតើសម្រស់ខាងក្រៅតើឯងឬក៏មិនដែរ សម្រាប់ខ្ញុំបើពាក្យថាស្អាតខ្ញុំឲ្យនិយមន័យទៅលើពាក្យថាស្អាតហ្នឹងទៅលើ3ចំណុចទី1ហ្នឹងគឺសម្រស់ភាពស្អាតគឺត្រូវតែសម្រស់ហើយមែនទេតែទី2គឺសុខភាពចាហើយទី3គឺសមត្ថភាពសម្រាប់ខ្ញុំគឺមាន3ហ្នឹង ពិសេសមែនតើសមត្ថភាពក៏ធ្វើឲ្យមនុស្សមានអំណាច អត់មានសមត្ថភាពមានអីត្រូវធ្វើខ្លួនបាន ចាព្រោះថាសម្រស់អាចតាក់ទាញតាវិនាទីដំបូងឯងតែសុខភាពយើងអាចធ្វើឲ្យវានៅរៀងយូរបន្តិចហើយសមត្ថភាពកាន់តែបានយូរវែងទៀតចា chứ này không អ្វីដែលអូនវិធាគាត់និយាយត្រូវហើយ3ហ្នឹងគឺក្តោបសំខាន់តែខ្ញុំថែមមួយចំណុចមួយទៀតគឺអាកប្បកិរិយាអញ្ចឹងនៅពេលមនុស្សស្អាតហើយដល់ពេលហើយបើសិនជាអត្តចរិតអាកប្បកិរិយាគាត់អត់ស្អាតទៅជាមួយគ្នាពេលដែលយើងនិយាយមួយគាត់មានអារម្មណ៍ថាវាអត់ដូចអ្វីដែលយើងនេះឯងអញ្ចឹងខ្ញុំបូកបន្ថែមនឹងអាកប្បកិរិយាហើយចរិតរបស់គាត់ហ្នឹងយ៉ាងម៉េចព្រោះអាមើលដំបូងមនុស្សណាក៏មើលសម្រស់ដែរតែនៅពេលមនុស្សនឹងប្រស្រ័យតាក់ទងគ្នាបានដឹងថាអូខ្ញុំស្លូតឬកាចខ្ញុំជាមនុស្សម្នាក់ដែលអាចរាប់អានគ្នាបានអត់ឬក៏ខ្ញុំជាមនុស្សម្នាក់អូអត់កើតទេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងពេលដែលចាប់ដើមនិយាយគ្នាគឺដឹងអានឹងចេញមក ចា ទៅពេលនោះរៀងស្អាតមិនក៏រៀងដកថយបន្តិចដែរទៅអូនស្រី ចា អ្នកគ្រូជាមួយនឹងបងស្រីឆ្លើយអស់ហើយចាចូលក្នុងដីតែមួយ ចូលដីតែមួយចុះសម្រាប់សម្រស់អ្នកគ្រូគិតថាតើជាអ្វីដែលបង្ហាញនៅលើមុខឬក៏រូបរាងដែលយើងហៅថាស្អាតតតែខ្ពស់មិនស្អាតតតែសមិនស្អាតឬក៏មិនទៅ បើខ្ញុំពាក់ព័ន្ធនឹងការស្អាតសម្រស់បើយើងនិយាយពីខាងក្រៅប្រហែលជាបងប្អូនទាំងអស់នេះអត់ដែរចាប់អារម្មណ៍ទេបើយើងជាមនុស្សសាមញ្ញអត់ដែរចាប់អារម្មណ៍ទេប៉ុន្តែខ្ញុំធ្លាប់ប្រឡូកក្នុងវិស័យការងារ20ឆ្នាំខ្ញុំធ្លាប់ជួបខ្ញុំធ្វើជាមេប្រយោគវាតម្លៃនៅក្នុងការរើសបុគ្គលិកគឺអញ្ចឹងមិនឯងចូលមកដល់ភ្លាមគេមើលថាមនុស្សហ្នឹងស្លៀកពាក់យ៉ាងម៉េចដែរស្លៀកពាក់សមរម្យអត់ក្នុងការចូលមកសម្ភាសក្នុងផ្នែកអីមួយហ្នឹងតើវាស័ក្តិសមនឹងអាជីពការងារអត់កម្ពស់កម្ពរការដើរគាត់ហ្នឹងចូលមកមិនហើយមុខមាត់គាត់ហ្នឹងមានញញឹមទេឬក៏ចូលមកដល់មុខបែបកាចមុខបែបមិនចុះសម្រងអីអាហ្នឹងគេវិភាគទាំងអស់អញ្ចឹងមិនន័យថាពោះ impression មិនន័យថាដំបូងគេគឺគេមើលរូបរាងទាំងអាកប្បកិរិយាទាំងការស្លៀកពាក់ហ្នឹងស័ក្តិសមនឹងអ្វីដែលគាត់ចូលមកដាក់ពាក្យហ្នឹងអត់អាហ្នឹងឲ្យបងប្អូនចាប់អារម្មណ៍ព្រោះខ្ញុំដើរក្នុងវិស័យហ្នឹងខ្ញុំធ្លាប់ធ្វើជាមេប្រយោគក៏ដូចជារើសបុគ្គលិកគឺគេចាប់អារម្មណ៍ហ្នឹងមុននឹងគេបានសួរសមត្ថភាពយើងតបមកបានគេសួរសំណួរពាក់ព័ន្ធនឹងចំណេះដឹងសមត្ថភាពយើងតែអាដំបូងគេចូលមកគឺគេតែងតែកលេចមើលមកយើងទាំងដំណើរអាកប្បកិរិយាការមកដូចថាចូលមកជំរាបសួរអីឬក៏ដូចយើងនិយាយថាបើ Messenger មួយគ្នាហាយខ្ញុំដាក់ពីអាហ្នឹងទៅគេសង្កេតតាមមក Messenger គឺគេសង្កេតអញ្ចឹងតែបើមនុស្សចូលមកផ្ទាល់គេមើលចូលមកដល់ជំរាបសួរតើភាពគួរសមរបស់មនុស្សនឹងបែបណាអញ្ចឹងគេមើលអញ្ចឹងមកដែរតែចេញមកអាកប្បកិរិយាល្អបានគេដាក់អាមុខហ្នឹងអន់ហើយទៅក្រោយទៀតក៏អន់ទៅតាមនឹងដែរចា chứ bông sấy bông kết thét mời mình được dân to tài mục so bạch sạch cặp bùa mình hai tờ sạch rất cô អត់ជួយ đây អត់ទេសម្រាប់ខ្ញុំច្រៀងតែអ្នកគ្រូដែរភាពស្រស់ស្អាតអាស្រ័យទៅលើទំនុកចិត្តនិងភាពជឿជាក់របស់ខ្លួនឯងដែរណាហើយនិយមន័យភាពស្អាតម្នាក់គឺឲ្យយមន័យរៀងខ្លួនចាអញ្ចឹងសម្រាប់ស្អាតសម្រាប់ខ្ញុំសក់ខ្លីមិនមែនតែសក់វែងដូចអ្នកគ្រូបានស្អាតទេទេចាបែបខ្ញុំគឺសក់ខ្លីមិនស្អាតបើខ្ញុំសក់វែងខ្ញុំអត់ស្អាតទេខ្ញុំអត់មានភាពជឿជាក់លើខ្លួនឯងពេលដែលខ្ញុំទុកសក់វែងពេលដែលខ្ញុំកាត់សក់ខ្លីខ្ញុំជឿជាក់អញ្ចឹងសម្រាប់ស្បែកខាងក្រៅហ្នឹងវាមួយផ្នែកប៉ុន្តែដូចតែគ្រូគាត់លើកឡើងអញ្ចឹងអារៀបរយការរៀបរយខ្លួនណាចា មិនបាច់ចាំទៅសម្លៀកបំពាក់ថ្លៃក៏បានដែរឲ្យតែរៀបរយឲ្យតែមានអនាម័យហើយចូលទៅចិត្តគេក្លិនខ្លួនមិនបាច់ចាំក្អូបទេតែកុំឲ្យតែស្អុយទៅបានចា
ត្រូវមែនបងត្រូវមែន តែពិតមែនតើទៅពាក់ព័ន្ធជាមួយនឹងសម្រស់បើយើងនិយាយពីស្បែកដូចយើងខ្ញុំអញ្ចឹងមកគឺខ្មៅអញ្ចឹងមានអារម្មណ៍ថាបើសិនជាធ្វើខ្លួនអត់ល្មមមើលទៅគឺឃើញកកិច្ចមែនតើមើលទៅអត់ឃើញ clean ទេប៉ុន្តែខ្ញុំព្យាយាមយកអាចំណុចគិតថាស្បែកខ្ញុំអញ្ចឹងហើយព្រោះខ្ញុំស្រឡាញ់ស្បែកអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើខ្លួនមិនឲ្យមើលទៅវា clean តែបើខ្ញុំមុខយើងវាមិនស្អាតអី perfect អីដូចស្អីស្អាតគេប៉ុន្តែខ្ញុំគិតថាខ្ញុំក៏ទទួលបានមកចឋានចង់មានខ្លួនតែគាត់ថាខ្ញុំស្បែកខ្មៅប៉ុន្តែអាឡងឲ្យ clean ចាអញ្ចឹងវាមិនមែនតតែមុខស្អាតបានម្នាក់នឹងឈ្នះយើងមិនមែនទេមនុស្សមានស្អាតបែបមួយផែនម្នាក់ចាយើងស្អាតបែបយើងគេស្អាតបែបគេ កន្លែងនេះខ្ញុំចង់លើកឲ្យបងប្អូនស្ត្រីយើងក៏ដូចជាបរិសុទ្ធដែរស្អាតបែបជាខ្លួនយើងណា ចា មិនមែនស្អាតបែបអ្នកគ្រូមេលីមិនមែនស្អាតបែបអង្គុធាមិនមែនស្អាតបែបលោកគ្រូឆប់ពាន់មិនមែនស្អាតអញ្ចឹងទេស្អាតបែបជាខ្លួនយើងសម្បល់យើងមិនគ្រាន់តែយើងដោះក្អែលឲ្យស្អាតទៅយើងដោះថ្មិញយើងរៀបចំរូបរាងខ្លួនយើងហ្នឹងពេញចិត្តនឹងខ្លួនយើងស្អាតបែបជាយើងមិនមែនយើងទៅខាត់ស្បែកយើងឡើងសស្គូ ចា ឃើញឡើងសស្គូឃើញតែសៃថាយើងស្អាតអត់ទេស្អាតបែបជាខ្លួនយើងដែលថាចេះរៀបចំទុកដាក់មិនណាខ្ញុំស្រឡាញ់បែបសក់វែងគាត់ក៏ស្រឡាញ់បែបសក់គាត់ខ្លីអូនស្រឡាញ់បែបសម្បុរអញ្ចឹងអាហ្នឹងស្អាតបែបជាខ្លួនឯងអញ្ចឹងអាហ្នឹងទទួលយកសម្រាប់ខ្លួនឯងអញ្ចឹងអាស្រ័យលើយើងឲ្យនិយមន័យទេភាពស្អាតហ្នឹង ចុះកាលពីមុនអ្នកគ្រូធ្លាប់ទទួលបានការសរសើរពីបងប្អូនឬក៏មិត្តភ័ក្តិពីអ្នកដទៃអត់ អឺពីមុនអត់ទេតែចាប់ពីធ្វើខ្លួនមក ពីមុនគឺអត់ត្មងដោយសារតែក្នុងអាជីពពេទ្យ20ឆ្នាំអត់ដែរធ្វើខ្លួនទេហើយក៏មិនដែរនឹកឃើញខ្លួនឯងដែរអញ្ចឹងដល់ពេលអញ្ចឹងធ្វើឲ្យយើងនឹងបាត់បង់ទំនុកចិត្តដល់ពេលអញ្ចឹងពេលដែលខ្ញុំចាប់ផ្ដើមស្រឡាញ់ខ្លួនឯងមកខ្ញុំមានទំនុកចិត្តហើយក៏គេសរសើរយើងថាអូយើងអាយុច្រើនហើយហេតុអីបានយើងនៅរក្សារូបរាងបានអាហ្នឹងជាមោទនភាពសម្រាប់ខ្លួនយើងដែរមិនមែនចាំបាច់តែយើងទៅណាហោះហើរអីទេគឺគេគ្រាន់ប្រាប់យើងថាអូយើងនៅមានសុខភាពល្អយើងនៅមើលទៅវាស័ក្តិសមនឹងអាយុអាចទៀបជាងនឹងអីអញ្ចឹងអាហ្នឹងយើង ក្មេងជាង ក្មេងជាងវ័យ ចាអាហ្នឹងវាជាមួយផ្នែកមួយដែរ ចុះលោកគ្រូ សម្រាប់ខ្ញុំគិតថាស្រឡាញ់ពាក្យអ្នកគ្រូពាក្យថាជឿជាក់ពីព្រោះជឿថាយើងនឹងមិនអាចស្អាតបែបមួយផែននឹងរហូតត្មងទេប៉ុន្តែយើងនៅអាចរក្សាភាពជឿជាក់បានអញ្ចឹងដរាបណាដែលយើងជឿជាក់លើខ្លួនឯងយើងនឹងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងកាន់តែច្រើនថែខ្លួនអញ្ចឹងមិនចាំបាច់តតែមុខសស្អាតកម្ពស់ខ្ពស់ហ្មងរៀងស្គមឆ្វែលចកេះសល់27អីទេក៏យើងអាចស្អាតបែបយើងបានដែរឥឡូវខ្ញុំឃើញថាបងប្អូនទាំងអស់គ្នាចាប់ផ្ដើមស្គាល់ពីរឿងពីភាពស្អាតហ្នឹងហើយអញ្ចឹងគាត់ចាប់ផ្ដើមចេះអង់គ្លេស embrace មែនណាគាត់ទទួលយកខ្លួនឯងបានពេលដែលគាត់មានភាពជឿជាក់គាត់បង្ហាញទាំងភាពជឿជាក់ហ្នឹងយើងអ្នកមើលក៏ឃើញថាគាត់ស្អាតដែរអញ្ចឹងអា definition ឬក៏បទពីនិយមនៃពាក្យថាស្អាតឥឡូវហ្នឹងចាប់ផ្ដើមផ្លាស់ប្ដូរហើយនេះគឺជារឿងល្អមែនទែន ចុះសម្រាប់បងស្រីកន្ធាវិញឃើញថាបងនិយមក្នុងការកាត់សក់ខ្លីធ្លាប់មានអ្នកដែលគាត់ចា មាន និ និ យា យា យ យ ពី ដោយ ប្រព័ន្ធ និយាយដោយស្មោះត្រង់ណាពេលកាត់សក់ដំបូងណាចាស់ចាស់ជាពិសេសណា ចា វ័យរៀងចំណាស់គាត់ថាចេះឈឺមែនបានកាត់សក់ខ្លីព្រោះគាត់មើលមកគាត់ថាអ្នកកាត់សក់ខ្លីពីច្រើនឈឺ ចា អ្នកខ្លះសួរដល់ថ្នាក់ថាកើតមហារីកអីបានកាត់សក់ខ្លីអញ្ចឹងតែសំខាន់យើងខ្លួនឯងណាយើងខ្លួនឯងដូចយើងត្រូវជឿជាក់លើខ្លួនឯងបើសិនជាយើងយកសម្ដីអ្នកដតីហ្នឹងមកធ្វើឲ្យខ្លួនឯងផ្លាស់ប្ដូរអ្វីដែលជាខ្លួនឯងហ្នឹងវាអស់ទំនុកចិត្តណាអស់ភាពជឿជាក់អញ្ចឹងពេលដែលយើងស្រឡាញ់សក់ខ្លីហើយអ្នកណានិយាយមកបែបណាយើងមិនខ្វល់ទេខ្លួនយើងស្រឡាញ់អីដែលជាខ្លួនយើងអញ្ចឹងនៅពេលដែលយើងធ្វើវាបានយូរទៅអ្នកដតីនឹងយល់ពីយើងវិញ ចា ហើយយើងមានភាពជឿជាក់នៅក្នុងខ្លួនហ្នឹងគឺសំខាន់បំផុតហើយជឿជាក់លើខ្លួនឯងចុះភ្នែកគេមើលមកថាមិនស្អាតដែរតែសំខាន់យើងស្រឡាញ់ហើយយើងធ្វើទៅយើងមានក្តីសុខអញ្ចឹងយើងបន្តឥឡូវវាទៅជាទម្លាប់ណាគេស្គាល់អ៊ីសក់ខ្លីអ៊ីអ្នកលក់មានសក់ខ្លីហើយបើសៀនទៅទុកសក់វែងគេលែងស្គាល់ ចុះបងស្រីចាប់ផ្ដើមកាត់សក់តាំងពីឆ្នាំណាដែរបង 2018 ចុះឆ្នាំណាដែលគេទទួលយកជាមួយនឹងសម្រស់បងជាមួយនឹងសក់ខ្លី ដូចជា2020 អូ ពេលដែលយើង viral នៅក្នុង TikTok នៅក្នុង Facebook អីទៅគេស្គាល់ ចា គេស្គាល់ហើយគេមើលទៅស្រាប់គេចាប់ផ្ដើមគិតថាយើងលយ តិចថ្លៃបងស្អាត ចាពីដំបូងកាត់មកគេថាឈឺគេថាអីចឹងណាតែដល់ទៅពេលយើងរៀបចំខ្លួនបែបរៀងក្លីបដែរចឹងណាបង្កើនភាពជឿជាក់ហើយដូចថាយើងថែមរសជាតិ ថែមពណ៌មាសនេះ ចា មើលទៅស្អាតមកសមមក តែពុតអត់មានហ្នឹងរៀងសាបបន្តិចបើគេដាក់ចូលមក ស្អាតដែរស្អាតដែរតែស្អាតបែបស្រាលៗ ចា ដាក់ស្រាលៗ ដល់ពេលអញ្ចឹងទៅគេគិតថាលយដល់អ្នកមានអ្នកខ្លះកាត់សក់តាមច្រើនសម្រាប់អតិថិជនបោះហាងហាក់វិធីឥឡូវគាត់មកទិញមាសឲ្យគាត់កាត់សក់តាមទៀតគាត់សួរកាត់សក់នៅកន្លែងណាអីចឹងណាអញ្ចឹងយើងក៏មកចំណាយជួយដល់ជាងកាត់សក់ទៀតជួយផ្សព្វផ្សាយ trending ថ្មី ចា និយាយទៅខ្ញុំកាត់គាត់ទីដោយសារតែពេលខ្ញុំទៅរៀនស្រុកបារាំងណាកាលពីខ្ញុំចេញពីស្រុកខ្មែរទៅខ្ញុំសក់ពេកតែនៅពេលដែលខ្ញុំទៅស្រុកបារាំង2005គេកាត់សក់ខ្លីអញ្ចឹងទាំងអស់គ្នាជាពិសេសអ្នកធ្វើការក្នុងវិស័យពេទ្យដោយសារងើបឡើងមិនបាច់សិតសក់ទេគាត់នៅទៅជួសទៅបាត់ទេអញ្ចឹងទៅនៅពេលដែលខ្ញុំទៅស្រុកបារាំងហ្នឹងតាំងពីនោះមកខ្ញុំកាត់សក់ខ្លីរហូត
អ្នកដែលស្គាល់ខ្ញុំពីដើមគឺឃើញខ្ញុំសក់ការ៉េសក់ខ្លីរហូតសក់របៀបអញ្ចឹងតែมันខ្លីដល់លើពេក ក៏បានកដោតដែរ រៀងកដោបន្តិចចឹងតែខ្ញុំកាត់រហូតមកជិត20ឆ្នាំទៅមកខ្ញុំសម្រាប់ចិត្តទុកសក់វែង2ឆ្នាំហ្នឹងឯណាដើម្បីដូរម៉ូតដូរមុខ ចា ព្រោះកាន់តែចាស់ពីមុន ក៏មិនបានធីមសក់ខ្លី ចាពីមុនយើងក្មេងយើងចង់ធ្វើឲ្យខ្លាយទៅជាចាស់ដើម្បីគេទុកចិត្តព្រោះប៉ែតគេឃើញយើងក្មេងពេកគេហៅយើងមីអូនណា ដូចនិយាយដល់ពេលអញ្ចឹងយើងចង់ធ្វើឲ្យយើងចាស់ដល់ពេលឥឡូវអត់ទេយើងចាស់តែយើងចង់ធ្វើឲ្យក្មេងអញ្ចឹង2ឆ្នាំមកនេះខ្ញុំទុកសក់វែងអញ្ចឹងបងប្អូនគុំចម្លែកឃើញខ្ញុំពីមុនសក់ខ្លីឥឡូវមកសក់វែងវិញតាមពិតខ្ញុំស្រឡាញ់ style សក់ខ្លីទេវាស្រួលសិតវាស្រួលកក់សក់ឲ្យអត់បាក់ឯងងើបពីដេកមកគ្រាន់តែទៅជួសទៅបានហើយស្រួលទេ ស្រួលមែនស្រួលមែនស្រួលខ្ញុំចូលចិត្តងាយស្រួលសក់អីអត់មែនដូចថាមិនចរិតស្អីស្អាតណាចឹងយើងអត់ចូលចិត្តផាត់មុខអត់ចូលចិត្តផ្លុំសក់គៀបសក់អីស្រួលមកកាត់សក់ខ្លីនេះងុកកក់សក់ឲ្យផ្លុំឈូសហើយលាបតែក្រែមជាទូទៅលាបតាsunscreen ហើយលាបក្រែមគឺចប់សម្រាប់ខ្ញុំ និយាយទៅអ្នកដែលស្គាល់អ្នកគ្រូមេលីពីដើមមកនឹងឃើញថាអ្នកគ្រូផ្លាស់ប្ដូរច្រើនមែនតើ ចាគាត់ឃើញសក់វែងដែលខ្លះហ្នឹងសក់វែងដោយសារពីដើមគឺសក់ខ្លីរហូតជាង10ឆ្នាំហើយគឺខ្ញុំកាត់សក់ខ្លីរហូតអត់ដែលស្គាល់ថាសក់វែងមិនយដោយសារអាជីពការងារខ្ញុំរវល់ពេកទៅខ្ញុំអត់មានពេលថែខ្លួនដូចគាត់គិតចឹងមនុស្សតែរវល់ពេកអត់បានគិតរឿងសក់ទាំងត្រូវទៅធ្វើមិនអត់ទេ ចុះមូលហេតុអីបានអ្នកគ្រូសម្រាប់ចិត្តផ្លាស់ប្ដូរខ្លួនឯង សំណួរចាក់ដោតដែរដោយសារតែនៅពេលដែលខ្ញុំអាយុ45ឆ្នាំអាជីពការងារខ្ញុំជោគជ័យអាជីពការងារក៏ដូចជា business ខ្ញុំជោគជ័យអញ្ចឹងជោគជ័យខ្ញុំបែរមកមើលខ្លួនឯងហាក់ដូចជាអត់មានទំនុកចិត្តមួយខ្លួនឯងអញ្ចឹងខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរដោយសារតើខ្ញុំធ្វើដើម្បីអ្នកណាបើខ្ញុំធ្វើសម្រាប់អ្នកជុំវិញអស់ហើយអញ្ចឹងហេតុអីបានខ្ញុំមិនស្រឡាញ់ខ្លួនឯងមិនយកចិត្តទុកដាក់ជាមួយខ្លួនឯងទុកឲ្យយើងនឹងធ្លាក់ភ្នែកទុកឲ្យយើងនឹងលើសទម្ងន់ទុកឲ្យយើងនឹងសុខភាពទ្រុឌទ្រោមអញ្ចឹងខ្ញុំចាប់ផ្ដើម45ឆ្នាំឡើងខ្ញុំចាប់ផ្ដើមកែខ្លួនឯងតិចម្ដងចាប់ចេញពីថែទាំសុខភាពរាងកាយយើងញ៉ាំអាហារសុខភាពផ្លូវចិត្តយើងឈប់គិតដេកលក់ចាប់ផ្ដើមហាត់ប្រាណចាប់ផ្ដើមកែកុនអ្វីដែលយើងខ្វះខាតណាអញ្ចឹងតិចម្ដងបងប្អូនឃើញខ្ញុំ5ឆ្នាំហ្នឹងគឺផ្លាស់ប្ដូរមែនតើ តែអ្វីដែលសំខាន់គឺធ្វើទាំងអស់ហ្នឹងគឺដោយសារតែខ្លួនឯងទេមិនដោយសារអ្នកដទៃទេ អត់ដោយសារតែមើលកញ្ចក់ទៅចាប់ផ្ដើមគិតថាខ្ញុំត្រូវតែធ្វើអីដើម្បីខ្លួនឯងខ្ញុំត្រូវតែស្រឡាញ់ខ្លួនឯងដោយសារនិយាយការពិតខ្ញុំប៉ងពីដើមទីមកថាពេលដែលខ្ញុំមានពេលវេលាឬខ្ញុំជោគជ័យខ្ញុំត្រូវតែមានរូបរាងស្អាតខ្ញុំត្រូវតែមានសុខភាពល្អខ្ញុំត្រូវតែស្លៀកពាក់សមរម្យកុំឲ្យវាដូចថាស្លៀកទៅវាពិបាកធម្មតាមនុស្សយើងលើសទម្ងន់យើងពិបាកក្នុងការរើសកៅអៅស្លៀកចុះយើងចាប់តាមគិតពីចំណុចហ្នឹងបានងាកមកថែទាំខ្លួនឯងស្រឡាញ់ខ្លួនឯងអត់ខ្វល់ពីអ្នកជុំវិញទេអញ្ចឹងបងប្អូនកុំឃើញខ្ញុំកែសម្ផស្សនេះដោយសារដៃគូដោយសាររឿងអីផ្សេងអត់មានទេគឺខ្ញុំងាកមកស្រឡាញ់ខ្លួនឯង នេះគឺជាចំណុចសំខាន់ណាសុខសមាអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាភាពស្អាតគួរតែចេញពីអ្វីដែលខ្លួនឯងឲ្យតម្លៃវិញអញ្ចឹងទោះបីជាសម្រាប់ចិត្តថាធ្វើឬមិនធ្វើកែឬក៏មិនកែក៏ជាខ្លួនឯងដែរខ្ញុំជឿថាបើសិនជាយើងសម្រាប់ថាយើងកែឬក៏យើងធ្វើអ្វីមួយដោយសារអ្នកដទៃថ្ងៃណាមួយយើងជួបអ្នកម្នាក់ទៀតដែលគាត់នឹងគិតខុសពីនឹងទៀតពេលនោះយើងនឹងស្ដាយក្រោយខ្លួនឯងតែបើសិនយើងធ្វើចេញពីចិត្តយើងអ្នកចង់ខ្ញុំជឿថាទោះជាប្រហែលឆ្នាំទៅទៀតគឺយើងនៅតែស្រឡាញ់ ហើយចំណុចពិបាកមួយទៀតនៅពេលដែលយើងអត់ចង់កែប្រែអ្នកហ្នឹងតែយើងកែប្រែដើម្បីពិសាដៃគូយើងប្រាប់ថាណៃធ្វើចេះស្អាតតែយើងមើលខ្លួនឯងអត់ស្អាតតែយើងសុខចិត្តធ្វើតែបើសម្រាប់ខ្ញុំអត់រើផ្លូវហ្នឹងឯងចាពេញចិត្តខ្លួនឯងសិនចាំធ្វើ perfect ដូចអ្នកបងចឹងអ្នកបងក៏ដឹងថាគាត់កាត់សក់ខ្លីស្អាតចុះមូលហេតុតែម្នាក់បងនឹកឃើញមិនកាត់សក់ខ្លីខ្ញុំថាពេលហ្នឹងគាត់ចូលចិត្តយូរហើយសក់ខ្លីហ្នឹងតែរើសជាងច្រើនអត់ងាយគេកាត់ឲ្យទេកាត់ដំបងគេកាត់តែក្រេតែនៅតែអត់ពេញចិត្តចាម្ដងទៀតទៅរកជាងផ្សេងទៀតគេកាត់បន្តិចទៀតចឹងទៅគេខ្លាចយើងស្ដាយក្រោយខ្ញុំថាអត់ខ្វល់ទេព្រោះសក់ជាទូទៅយើងដុសវិញវែងហ្នឹងចាបើយើងចង់ទុកតែមួយឆ្នាំពីរឆ្នាំវែងវិញបាត់ហើយតាខ្លីហ្នឹងងាយបានខ្លីតែដល់ទៅពេលបានខ្លីហើយអត់វែងបណ្ដោយចុងក្រោយជួបគ្នាទៅកាត់នៅហុងកុងកាត់ហុងកុងមួយគ្នាទៀតទៅកាត់ថែមនៅហុងកុងទៀតថាអូនកុំកាត់ទៀតទេចិត្តខ្ញុំចូលចិត្ត explore ពាក់ព័ន្ធមួយការកាត់សក់ហ្នឹងហ្មងចូលចិត្តទៅឡៃណាកាត់ឡៃហ្នឹងទៅឡៃណាកាត់ឡៃហ្នឹងជាទូពេលមុនទៅហុងកុងមួយអ្នកគ្រូហ្នឹងគឺកាត់សក់ហើយមុនទៅណាតែទៅដល់នោះកាត់ទៀតចូលហាងកាត់សក់ចិត្តនៅនោះហើយខំតែកាត់នៅនោះខែទៅពេញចិត្តទេពេញចិត្តកាត់ស្អាតតាចាចង់សាកស្នាដៃអញ្ចឹងចាតាមមើលមុខបងស្រីកុនធាចាបងស្រីគឺអត់មានការសម្ផស្សទេចាប៉ុន្តែខ្ញុំមានអារម្មណ៍ថាសុខភាពស្បែកបងគឺស្អាតចាដូចបងនិយាយមានប្រសាសន៍មុនអញ្ចឹងថាបងលើកយកការសុខភាពនិងសមត្ថភាពចាព្រោះដោយសារខ្ញុំហាត់ប្រាណជាប្រចាំ15ឆ្នាំហើយខ្ញុំហាត់ប្រាណជាចាចង់មិនស្បែកភ្លឺហាត់ប្រាណជារៀងរាល់ថ្ងៃយ៉ាងហោចណាស់មួយអាទិត្យក៏បាន3ថ្ងៃដែរពីមុនដោយសារខ្ញុំមានបញ្ហាឆ្អឹងខ្នងគៀបសរសៃឆ្អឹងខ្នង
អញ្ចឹងត្រូវហាត់ yoga អញ្ចឹងត្រឡប់យើងហាត់តាំងពីនោះមកឥឡូវអាចជំងឺគៀបសរសៃហ្នឹងក៏វាជាបាត់ទៅតែយើងនៅតែបន្តត្រឡប់ហាត់ប្រាណហ្នឹងជាប្រចាំ ការហាត់ប្រាណហ្នឹងបងយើងអាចបែងចែកដាច់ឲ្យដឹងបានអត់បើសិនជាយើងរាំនៅវត្តបទុមចាក់ភ្លេងមួយឆ្វេងស្ដាំ2 3តាហ្នឹងវាអាចជួយណាគ្រូ អាហ្នឹងក៏ជួយដែរចាឲ្យតែហាត់គ្រប់ឧទាហរណ៍យើងហាត់រាំ1ម៉ោងក៏គ្រប់ដែរយើងបានដុតកាឡូរីច្រើនដែរតា ព្រោះខ្ញុំម៉ែខ្ញុំក៏ទៅរាំដែរចាំមកវិញកាទៀវ2ចានខ្ញុំមិនដឹងថាម៉ែខ្ញុំហាត់ទៅស្គមក៏ផ្លាក់ដែរ រៀងលឿនតិចវិញ មែនទេលោកគ្រូទៅគឺគេជិះម៉ូតូណាគេឲ្យភ្លឹងគឺគេប្រព្រោះគ្នាគឺឃ្លានហ្មងទៅកាទៀវខគោអញ្ចឹងអត់ស្អាតទេអ្នកគ្រូ គេហៅថាការហាត់ប្រាណសកម្មភាពជាប្រចាំក្រៅពីធ្វើមេផ្ទះឬក៏ការងារផ្ទះយើងមានដើរយូហ្គាហែលទឹកឬក៏រាំឬក៏ធ្វើអាចចន្លោះកន្លះម៉ោងទៅ1ម៉ោងអាហ្នឹងហាត់ធម្មតាតែបើយើងចង់បានសាច់ដុំចង់អីយើងទៅហាត់អាខ្លាំងឲ្យគមានគ្រូបង្វឹកឬក៏ហាត់ខ្លាំងហ្នឹង2សប្តាហ៍ក្នុងមួយសប្តាហ៍តែបើអ្នកហាត់តាមពិតទៅរបបអាហារក៏សំខាន់ដែរជាមួយការហាត់ប្រាណ70ទៅ80%ក៏ប៉ុន្តែអ្នកខ្លះគាត់ហាត់ហើយគាត់ចាយអស់1000គាត់ហូបថែម2000អាហ្នឹងអត់ស្រកទេ នេះពីចាស់3000កាឡូរី គាត់ទៅបានថាគាត់មានសកម្មភាពអញ្ចឹងអ្នកដែលហាត់ប្រាណបានន័យថាគាត់អាយុវែងជាងអ្នកដែលគាត់អត់ហាត់ប្រាណទោះបីគាត់ញ៉ាំលើសបន្តិចមែនក៏គ្រាន់បើជាងអ្នកអត់ហាត់ប្រាណ នេះក៏អាចចែករំលែករបៀបរបបនេះអាហារដែលអ្នកគ្រូពិសារាល់ថ្ងៃបាននេះពីព្រោះល្បីហ្មងល្បីថាការញ៉ាំរបស់អ្នកគ្រូគឺល្អ healthy សុខភាពហ្មង អាហារខ្ញុំប្រាប់ថាអាហារដែលបងប្អូនអនុវត្តញ៉ាំជាទូទៅអត់គិតរឿងសម្រក់គីឡូទេអញ្ចឹងបងប្អូនគួរញ៉ាំបាយមីកាទៀវនំប៉័ងជាតិម្សៅហ្នឹង1/4នៃចានទៀបអញ្ចឹងបងប្អូនយកចានទៀបមកដាក់តែបាយ1/4ទៅសាច់ជាតិប្រូតេអ៊ីនសាច់គឺមានប្រព័ន្ធបង្គាសាច់ត្រីសាច់មាន់អីហ្នឹងគឺ1/4នៃចានបន្លែផ្លែឈើ2/4ហើយញ៉ាំទឹកដោះគោឲ្យមួយថ្ងៃឲ្យបាន1 កែវមិនថាទឹកដោះគោហ្នឹងពីទឹកដោះគោយើងពីស្រូវសលៃពីអាល់ម៉ុនពីអីហ្នឹងគេញ៉ាំឲ្យបានមួយថ្ងៃ1 កែវហើយទឹកឲ្យបានទៅតាមរាងកាយយើងតាមកម្ពស់យើងបានអាចយ៉ាងតិចចន្លោះ1 លីត្រកន្លះទៅ2 លីត្រកន្លះទៅតាមអ្វីដែលយើងត្រូវការក៏ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមអាយុច្រើនខ្ញុំអត់ហូបអញ្ចឹងទៀតទេអញ្ចឹងខ្ញុំធ្វើរបបអាហារ low carb ដែរអត់អាហារដែលវាថយម្សៅឬក៏ម្សៅតិចអញ្ចឹងខ្ញុំចាប់ផ្ដើមអនុវត្តតាំងពីសម័យមុន COVID មកគឺខ្ញុំដកបាយមីកាទៀវនំប៉័ងចេញបានខ្ញុំញ៉ាំតែសាច់ហើយនឹងបន្លែផ្លែឈើទេបានខ្ញុំហូបតែម្ហូបនិយាយសាមញ្ញទេខ្ញុំហូបតែម្ហូបខ្ញុំអត់ញ៉ាំបាយមីកាទៀវនំប៉័ងទេដោយសារតែអាយុយើងច្រើនរោងចក្រក្នុងខ្លួនយើងខ្សោយទោះបីយើងញ៉ាំស្មើមុនក៏លើសទម្ងន់ដែរចឹងហើយយើងត្រូវតែធ្វើរបបអាហារអត់ម្សៅទើបយើងអាចញ៉ាំ3 ពេលបានតែបើបងប្អូនញ៉ាំធម្មតាបងប្អូនត្រូវតែញ៉ាំតែ2 ពេលទេក្នុងមួយថ្ងៃបានរក្សាគីឡូយើងបានហើយអ្នកដែលគាត់ចង់ថយគីឡូត្រូវថែមលំហាត់ប្រាណបូកនឹងញ៉ាំអាហារថយពេលដែរអញ្ចឹងมันយើងអាចស្គមបានអ្នកអាយុច្រើនអញ្ចឹងយើងឃើញថាអ្នកដែលអាយុច្រើនច្រើនតែមានក្បាលពោះច្រើនតែមានខ្លាញ់នៅក្នុងខ្លួនណាដោយសារម៉ាស៊ីនគាត់នឹងចាប់ផ្ដើមខ្សោយអញ្ចឹងទោះបីគាត់ញ៉ាំស្មើមុនក៏នៅសល់ដែរសល់ខ្លាញ់ តែអា2/4 1/4ហ្នឹងមកហូបបាយខ្ញុំខ្យល់មុនណាគ្រូខ្ញុំនៅដាក់មើលដឹងដាក់ អត់ មិន ដាក់អីយើងស្មានណាយើងញ៉ាំប្រចាំទៅយើងស្មានដឹងថាយើងគួរហូបចំនួនប៉ុណ្ណា ចា យើងគួរហូបចំនួនប៉ុណ្ណាហើយបើយើងដាក់ឲ្យកូនយើងទៅក៏យើងមានបែងចែកជា4ហ្នឹងដាក់បាយឲ្យគាត់បន្តិចទៅសាច់ទៅបន្លែផ្លែឈើអញ្ចឹងរបៀបជា colorful ជាពណ៌ចម្រុះគ្នា តែអ្នកខ្លះគេថាញ៉ាំច្រើនដងល្អជាងញ៉ាំ អត់ ម្ដង ទេ ច្រើន ញ៉ាំកាន់ច្រើនឈឺច្រើនញ៉ាំតិចឈឺតិច ចា ញ៉ាំចំនួនតិចដងឈឺតិចញ៉ាំច្រើនកាន់តែឈឺច្រើន អូយល់ ដោយសារហេតុផលអីចង់ដឹងអី ចង់ទេបង រាងកាយយើងគឺជាទូទៅដោយព្រះពុទ្ធត្រាស់ដឹងឲ្យយើងញ៉ាំតែ2 ពេលទេដើម្បីទុកពេលវេលាឲ្យខ្លួនយើងជួសជុលខ្លួនឯងប្រសិនបើយើងញ៉ាំច្រើនដងពេករោងចក្រយើងធ្វើការរហូតអត់មានពេលឈប់ទេតែបើយើងញ៉ាំតិចគាត់មានពេលទៅចាប់យកអាកោសិកាខូចខាតកោសិកាមហារីអីយកមកស៊ីជាអាហារអញ្ចឹងរាងកាយយើងសុខភាពល្អវិញបើយើងធ្វើការឲ្យរាងកាយយើងធ្វើការរហូតគាត់មានពេលណាទៅធ្វើការក្រៅផ្លូវការបើយើងដាក់ការងារឲ្យគាត់រហូតដូចយប់ឡើងយើងហូបប៊ូហ្វេមួយឆ្អែតហើយយើងចូលដេកលក់ទេដោយសារកាពះយើងនៅធ្វើការហើយយើងឲ្យរាងកាយយើងដេកមួយកើតអត់កើតទេ ជើងគ្រឿងកាយចេះគេដែរ គេតែការ រាងកាយយើង recover ធ្វើការគេងដែរធ្វើការសម្រាប់ដែរហើយបើកាពះពងនៅធ្វើការយើងសាកល្បងថាយប់ហ្នឹងយើងញ៉ាំប៊ូហ្វេដេកអត់ស្កប់ទេឬក៏ដេកអត់លក់ទេតែបើយប់ហ្នឹងញ៉ាំតែពង2 គ្រាប់យើងដេកស្កប់ជាងញ៉ាំប៊ូហ្វេ ជួយបងគុនធាបង សម្ ថ្ងៃ រាប់ខ្ញុំគ្រប់ត្រមួយយបងអ្នកគ្រូថាឲ្យញ៉ាំអាហារមួយថ្ងៃ2 ពេល ចា បើខ្ញុំអនុវត្ត fasting 8 16 អូដល់ fasting ទៀតដល់ ចាអញ្ចឹងខ្ញុំញ៉ាំមួយថ្ងៃតែ2 ពេលទេ តោះសុបាយប្រហែល ហើយ2 ពេល ទៀតបង អត់ទេខ្ញុំ fasting ធម្មតា 8 16អញ្ចឹងចន្លោះពីអាហារទី1ដល់អាហារទី2ហ្នឹង8ម៉ោងបាទខ្ញុំញ៉ាំទៀត ទី1ម៉ោងប៉ុន្មានបង ម៉ោង10 10រហូតបង ចា ដល់ 10រហូតដល់ម៉ោង6ល្ងាច អូ
អញ្ចឹងវាចំណេញពេលយើងរវល់លក់ផងហ៎ ចា ចាប់ពីម៉ោង10តែដល់ម៉ោង6យើងរវល់ហ៎អញ្ចឹងយើងអត់ញ៉ាំទេអញ្ចឹងច្រើនយើងញ៉ាំទឹកឬក៏ញ៉ាំភេសជ្ជៈអីស្រាលណាសម័នចន្លោះម៉ោងហ្នឹងអញ្ចឹងអត់ឈឺទេអត់លើសស្ករអត់លើសខ្លាញ់អត់លើសអាស៊ីត8 16ហ្នឹងគឺល្អសម្រាប់តែអ្នកសម្រក់គីឡូទេបើអ្នកទូទៅក៏អនុវត្តអញ្ចឹងបានដែរចាវាអត់លើសជាតិខ្លាញ់ជាតិអាស៊ីតហើយនឹងស្ករនៅក្នុងរាងកាយយើងមានន័យថា8ម៉ោងទៅ8ម៉ោងក្រោយបានយើងញ៉ាំទៀតវាចម្រាញ់អស់ហើយ24ម៉ោងក្រោយបានយើងញ៉ាំទៀតហ្មងតែ24ម៉ោងមកដល់ម៉ោង10មួយថ្ងៃ ទៅបងពីម៉ោង10ដល់ម៉ោង6ហ្នឹងបងអត់ញ៉ាំឬក៏បងញ៉ាំ អត់ញ៉ាំទេ អូ មានន័យថាម៉ោង10យើងញ៉ាំ ល្ងាចវិញ ចាម៉ោង10ម៉ោង10 ថ ហ្នឹង យ យើង ស ញ៉ាំ ល់តែ2ពេល ញ៉ាំតែ2ពេលគ្រាន់តែថាយើងញ៉ាំឆ្អែតធម្មតាញ៉ាំច្រើនធម្មតាគ្រប់បាយមួយឆ្អែតទៅសាច់ក៏បានអីក៏បានមួយឆ្អែតហ្មងនិយាយរួមគឺមកពេញហ្មងណា ចា ប៉ុន្តែ8ម៉ោងក្រោយបានញ៉ាំទៀតម៉ោង6ល្ងាចបានញ៉ាំទៀតចន្លោះម៉ោងហ្នឹងអត់ញ៉ាំអីទេ ឃើញគាត់ល្អិតមែនតែខ្ជូត អ្នកល្អិតតែខ្ជូតចឹងនិយាយចឹង ចា ខ្ញុំក៏ធ្វើរបៀបគាត់ដែរបានន័យថាបើខ្ញុំធ្វើការចឹងខ្ញុំញ៉ាំពេលព្រឹកហើយខ្ញុំផ្លោតថ្ងៃហើយខ្ញុំទៅញ៉ាំល្ងាចចឹងខ្ញុំញ៉ាំតែ2ពេលទេ យល់ណាគ្រូ ហើយឧទាហរណ៍យកមកខ្ញុំញ៉ាំរៀងឆ្អែតចឹងខ្ញុំផ្លោតអាហារទៅដល់ម៉ោង10មិន10បានខ្ញុំញ៉ាំហើយមួយល្ងាចចឹងខ្ញុំនៅរក្សាតែ2ពេល ពី ដូច ពេ គ្នា កក៏ដែរចា អត់ញ៉ាំ3ពេលទេ តែពិត fasting ល្អ ចា fasting ល្អ fasting តែ ល្អ ក៏មិនល្អសម្រាប់គ្រប់គ្នាដែរព្រោះអ្នកខ្លះក៏ធ្វើអត់កើតដែរ ចា ជាពិសេសបងអូនស្រីឥឡូវហ្នឹងគឺអត់ធ្វើទេណា ចាអ្នកមានផ្ទៃពោះអាហ្នឹងធ្វើអត់បានទេដោយសារត្រូវការអាហារច្រើនពេលបានន័យអាហារហ្នឹងតិចតែច្រើនពេលអាហារ3ពេលហើយមានអាហារសម្រន់2ពេលទៀតអាហារសម្រន់2ពេលហ្នឹងជាគ្រាប់ធញ្ញជាតិហើយនឹងទឹកដោះគោអញ្ចឹងអាហារសម្រន់បែបហ្នឹងនៅតែធ្វើឲ្យអូនស្អាតហើយនឹងសុខភាពល្អបានន័យថាគ្រាប់ធញ្ញជាតិឬផ្លែឈើញ៉ាំមួយដោះគោមិនមែនអាហារសម្រន់ហ្នឹងញ៉ាំបាយមួយចានកាទៀវមួយចានវីមួយចាននេះអត់ទេអាហ្នឹងលែងជាអាហារ នេះឲ្យសម្រន់ដែរ តែគ្រូទៅពេលតងន់ឃ្លានទៅសាច់តសៃកាទៀវឃ្លានទៅនំបញ្ចុកឃ្លានអីចឹង ចាជាតិម្សៅបានន័យថាយើងរក្សាតែ3ពេលហើយកុំញ៉ាំច្រើនពេក ចា ចាវាធ្វើឲ្យយើងមានចំណង់ជាតិផ្អែមណាតែយើងត្រូវតែកាត់បន្ថយខ្លួនឯង ចា ចិត្តសរសៃនឹងធ្វើឲ្យយើងកាន់តែចង់ញ៉ាំ លោកគ្រូចង់រហូតលើឃ្លានហ្មងឃ្លាន កាន់ ជុ តែ ក ញ៉ាំកាន់តែចង់ញ៉ាំកាន់តែឃ្លានចឹង ចា រៀនឲ្យដោះណាចិត្តដល់ម៉ោងញ៉ាំញ័រដៃញ័រជើងទៀតចាប្រឡប់ញ៉ាំច្រើនណាឃើញច្រើន ចុះជាតិស្ករញ័រដៃញ័រជើងពេលដែលគាត់ញ៉ាំបាយញ៉ាំអីគាត់ឆាប់ឃ្លាន ចា ភាពនឹងញ៉ាំពងពីគាត់ដូចខ្ញុំនិយាយគាត់ថាអត់ឆ្អែតតែតាមពិតឆ្អែតយូរឆ្អែតដល់ម៉ោង12ម៉ោង1អីអត់ទាន់ឃ្លានផង ចំណីអាហារសំខាន់ពីព្រោះចំណីអាហារនឹងនាំឲ្យមានវីតាមីនមានអីចូលដើម្បីបំពន់ខ្លួនណាតែខ្ញុំឮថាក៏មានសេរ៉ូមវីតាមីនដែរណាគ្រូមែនទេ មានសេរ៉ូមជំនួយសុខភាព បាទ តែបងប្អូនឃើញថាអូខេមានសេរ៉ូមជំនួយសុខភាពហ្នឹងគឺបំពេញកង្វះខាតដែលបងប្អូនអាចញ៉ាំបន្លែមួយថ្ងៃ3ពណ៌ទៅ5ពណ៌បានទេអញ្ចឹងយើងខ្វះវីតាមីនអស់ហ្នឹងកាលណាខ្វះធ្វើឲ្យយើងជ្រុះសក់ធ្វើឲ្យយើងគេងអត់លក់ធ្វើឲ្យយើង stress ធ្វើឲ្យស្បែកយើងខ្មៅស្អាប់ធ្វើឲ្យយើងហ្នឹងមានបញ្ហាដូចគ្នាអញ្ចឹងហើយបានយើងត្រូវបំពេញបន្ថែមហ្នឹងអញ្ចឹងអ្នកខ្លះសួរថាមិនញ៉ាំអត់បានញ៉ាំបានតែវាត្រូវការពេលវេលាយូរវាដោយការដាក់ចូលភ្លាមគឺយើងមានកម្លាំងភ្លាមឃើញលទ្ធផលភ្លាមទេ តែពិតបើសួរថាតើមួយណាល្អជាងជាគ្រូពេទ្យយើងចង់ឲ្យញ៉ាំវិញពីព្រោះញ៉ាំនឹងមានបូកជាមួយនឹងជាតិសរសៃបន្ថែមទៀត ចា តែក្នុងករណីដែលមិនចូលចិត្តដែលញ៉ាំអត់បានច្រើនញ៉ាំអត់បានគ្រប់គ្រាន់អានោះវាជាជំរឿនមួយទៀតបន្ថែម ចា បងគុនធាចាប់អារម្មណ៍ទេបង ចាប់អារម្មណ៍ ចាប់អារម្មណ៍ដែរណា សិនជាឧទាហរណ៍យើងឈឺយើងញ៉ាំអត់កើតអត់គ្រប់គ្រាន់អាសារធាតុចិញ្ចឹមរាងកាយយើងដាក់សេរ៉ូមទៅមិនយើងប្រើជាប្រចាំណាតែវាចា ប៉ុន្តែហើយសេរ៉ូមហ្នឹងក៏មិនមែនតែវីតាមីនទៀតគឺមានជួយឲ្យគេងលក់ស្រួលមានជួយ ចា គេកូន យើង មានច្រើនប្រភេទ ខាង ណា អខិតគឺមានសេរ៉ូមពាក់ព័ន្ធនឹងសម្រស់សុខភាពហើយអ្នកដែល stress គេងអត់លក់ហើយអ្នកដែលចិត្តអស់រដូវអរម៉ូនយើងចាប់ផ្ដើមញ៉ៃយើងក៏មានសេរ៉ូមអរម៉ូនជំនួយគាត់ដែរ បាទ ហើយធ្វើម៉េចកុំឲ្យគាត់ធ្វើទុកពេលចិត្តអស់រដូវហើយនឹងករណីដែលឆ្អឹងគាត់មានបញ្ហាចង់ស្ពោតឬក៏ការពារកុំឲ្យឆ្អឹងស្ពោតយើងក៏មានកញ្ចប់ហ្នឹងអញ្ចឹងយើងមានជំរើសច្រើនសម្រាប់ស្ត្រីពីក្មេងដល់ចាស់ការក្នុងការព្យាបាលក្នុងការដែលយើងបន្ថែមឬក៏ផលិតសុខភាពអីគឺយើងមានពីក្មេងដល់ចាស់នៅខាងអខិតហ្នឹង បាទនេះខ្ញុំអញ្ចឹងមិននាំម៉ាក់មកផង ចា យេ ពុកមានអារម្មណ៍ថានៅពេលដែលស្ត្រីដែលគាត់អស់រដូវណាគ្រូមានអារម្មណ៍ឆ្អឹងក៏ពិបាក ឆ្អឹងក៏ចាប់ផ្ដើមមានបញ្ហា ចាចា ថយដងស៊ីតេឬក៏ពុកឬក៏ស្ពោត មានកតាយផ្សេងៗទៅណាគ្រូ មានពាក់ព័ន្ធនឹងកត្តាដែលគាត់អត់ញ៉ាំ
ទីមួយពាក់ព័ន្ធនឹងអាយុគឺវាពាក់ព័ន្ធកត្តាអូស្ត្រូជែនក្នុងខ្លួនគាត់ចាប់ផ្ដើមថយអញ្ចឹងអូស្ត្រូជែនវាទ្រង់នៃកំហាប់ឆ្អឹងណាដល់ពេលបាត់អាហ្នឹងភ្លាមគឺមានបញ្ហាហើយទី2អាស៊ីយើងភាគច្រើនអត់ញ៉ាំទឹកដោះគោឬទឹកសណ្តែកទេកម្រិតកាល់ស្យូមគ្រប់ទេអញ្ចឹងមានការសិក្សាថាយើងញ៉ាំបានតម្រូវការ1000ក្នុងមួយថ្ងៃយើងញ៉ាំបានតែ5ទៅ600ទេអញ្ចឹងកុំឆ្ងល់ថាមិនបានអាស៊ីមានល្អិតទៀបមានល្អិតទៀបដោយសារកង្វះកាល់ស្យូមហើយការញ៉ាំជារៀងរាល់ថ្ងៃហ្នឹងអត់គ្រប់ទៀតអញ្ចឹងអត់គ្រប់ហ្នឹងធ្វើម៉េចបានយើងមើលឈាមទៅឃើញថាកាល់ស្យូមគ្រប់ដោយសារឆ្អឹងយើងនៅវាបំបែកកាល់ស្យូមចេញយកមកប្រើឲ្យយើងវិញណាអញ្ចឹងនៅពេលបំបែកជាប្រចាំធ្វើឲ្យឆ្អឹងយើងហ្នឹងចាប់ផ្ដើមថយដងស៊ីតេឬស្ពោតហ្នឹងឯងឃើញបងប្អូនឃើញអ្នកខ្លះ30ជាងបាក់ឆ្អឹងតាគៀកនេះបាក់ឆ្អឹងផាលតាគៀកហើយពេលដែលបាក់បែកទៅងាយជាដោយសារដងស៊ីតេឆ្អឹងយើងហ្នឹងវាថយស្រាប់ហើយអញ្ចឹងពេលយើងដួលគ្រាន់តែសកត់តែបន្តិចទៅក៏បាក់ឆ្អឹងដែរ ចាពោះមានពាក់ព័ន្ធជាមួយនឹងការកែសម្ផស្សលឺច្រើនមែនតើជាពិសេសចាស់ម្ដាយខ្ញុំផ្ទាល់ហ្មងគាត់ថាកែសម្ផស្សគឺប៉ះពាល់សុខភាពតើនឹងគាត់និយាយអញ្ចឹងគឺគាត់ឃើញបែបផែនពីមុននៃការកែសម្ផស្សដោយចាក់ផលិតផលផ្សេងចូលមុខចូលអីដែលអត់មានប្រភពច្បាស់លាស់ក៏ប៉ុន្តែការកែសម្ផស្សបច្ចុប្បន្នអត់អញ្ចឹងទេអត់អញ្ចឹងមិនឥឡូវខ្ញុំឧទាហរណ៍ថាមនុស្សស្រីដែលមានផ្ទៃពោះគាត់កើតកូន2 3ឡើងទៅស្បែកពោះគាត់យាអញ្ចឹងដើម្បីកែសម្ផស្សគេកាត់យកអាស្បែកពោះយាចេញអញ្ចឹងរាងគាត់ត្រឡប់មកធម្មតាវិញអញ្ចឹងជាការកែសម្ផស្សអត់ប៉ះពាល់បានន័យថាគាត់កាត់យកផ្នែកដែលយាប៉ុណ្ណាហើយការវះកាត់វាអាចមានផលលំបាកតិចតួចពីការវះកាត់ណាតែអត់មានថ្ងៃក្រោយទេបានន័យថាស្អាតហើយឥឡូវឧទាហរណ៍ថាយើងអាយុ40ជាងមិនផ្នែកធ្លាក់ចឹងយើងកាត់អាយាធ្លាក់ចេញមកឲ្យផ្នែកយើងមកធម្មតាអញ្ចឹងលឺអូនកាត់កលាក់ផ្នែកអញ្ចឹងសួរមានផលប៉ះពាល់បានទេគាត់ខ្ញុំលាក់គេដឹងផងអត់មានដឹងសោះអត់មានដឹងសោះ សួរថាមានផលប៉ះពាល់អីអត់ទេគ្រាន់តែថាយើងកាត់ចេញចាកាត់អ្វីដែលលើសឬក៏ផ្នែកយើងមានអត់មានកលាក់យើងទៅកាត់ឲ្យចេញកលាក់អាហ្នឹងបែបហ្នឹងអត់មានអីទេហើយផលិតផលដែលយើងចាក់យើងត្រូវតែដឹងប្រភពច្បាស់លាស់យើងត្រូវរកគ្រូពេទ្យដែលគាត់មានជំនាញច្បាស់លាស់សម្រាប់តែចាក់ឲ្យយើងហើយប្រើផលិតផលដែលច្បាស់លាស់ត្រឹមត្រូវមិនមែនចេះតែទៅឃើញឲ្យតែឃើញគេកែសម្ផស្សយើងចេះទៅទេហើយព្យាយាមរកព័ត៌មានច្បាស់លាស់ទៀតបានតែកន្លែងហ្នឹងវាយ៉ាងម៉េចដែរគ្រូពេទ្យដែលធ្វើឲ្យយើងផលិតផលហ្នឹងមានប្រភពចាស់ច្បាស់លាស់អត់អាហ្នឹងជាផ្នែកមួយហើយអញ្ចឹងគុំគិតថារាល់ការកែសម្ផស្សមានហានិភ័យអត់ទេខ្ញុំឆ្លងកាត់ការកែសម្ផស្សហ្នឹងខ្ញុំយល់ពីខ្លួនឯងខ្ញុំសិក្សាពីរឿងហ្នឹងគឺអត់មានអីជាធំដុំទេតែក៏ត្រូវមានសុខភាពមុនដែរណាគ្រូត្រូវទេបងប្អូនត្រូវដឹងថាអ្នកកែសម្ផស្សត្រូវមានសុខភាពល្អមិនមែនកែសម្ផស្សហ្នឹងយើងលើសឈាមយើងទឹកនោមផ្អែមយើងមានជំងឺបេះដូងយើងមានជំងឺតម្រងនោមគេកែឲ្យអត់កែឲ្យបានទេដោយសារតែអ្នកកែសម្ផស្សត្រូវការតែមានសុខភាពល្អហើយបើឈោមមុខនឹងការដាក់ថ្នាំទៅអត់មានផលប៉ះពាល់ជាធំដុំហើយតើសុខភាពល្អបានគេធ្វើឲ្យបានចាអ្នកគ្រូអាចបញ្ជាក់បានទេថាអ្នកគ្រូកែអីខ្លះសំណួរទីវិញចង់ដឹងទីមើលឥឡូវនេះបើខ្ញុំថាអ្នកគ្រូកាត់ភ្នែកចាអ្នកគ្រូធ្វើច្រមុះចាអ្នកគ្រូបតឹងមុខចាហើយស្បែកអ្នកគ្រូដូចភ្លឺចាខ្ញុំគាត់ថាផែបជួសរោមចាត្រូវនៅខ្វះអ្នកគ្រូការដែលធ្វើឲ្យយើងស្អាតខ្ញុំបានបង្ហាញពីដើមគឺកត្តាដែលយើងចាប់ផ្ដើមកំណត់របបអាហារហាត់ប្រាណផ្លូវចិត្តយើងល្អអញ្ចឹងយើងជួយពីក្នុងសម្រាប់ដែលជួយពីក្នុងអត់មានណាជួយបានអាហ្នឹងជួយពីក្នុងបន្ទាប់ពីធ្វើអាហ្នឹងហើយខ្ញុំចាប់ផ្ដើមកែកុនភ្នែកខ្ញុំជាធ្លាក់ស្បែកមុខខ្ញុំមានបញ្ហាហ្នឹងខ្ញុំក៏ទាញស្បែកមុខទៅកាត់ដបភ្នែកហើយខ្ញុំធ្វើច្រមុះអាហ្នឹងមែនហើយតចការបន្តិចឃើញដឹងថាខ្ញុំចចការគេមានតចការបន្តិចទីកាលពីហ្នឹងខ្ញុំក៏មានខ្ញុំធ្វើដើមទ្រូងបានខ្ញុំដាក់ស៊ីលីកូនចាំមិនធំទេគ្រូចាឃើញខុសនេះខ្ញុំក៏មាន baby រៀងឡើងទៀតគ្រូ3 ស្មែតខ្ញុំដាក់ស៊ីលីកូនហើយស៊ីលីកូនឥឡូវហ្នឹងគឺគេដាក់ក្រោមស្រទាប់របស់ភ្នះយើងក្រោមសាច់ដុំទៀតអញ្ចឹងអត់ប៉ះពាល់ក៏ពេញបើដោះយើងទេទោះបីអ្នកនឹងចង់បើដោះក៏អីដែរហើយស៊ីលីកូនបច្ចុប្បន្នហ្នឹងមាន chip ដើម្បីរក្សានៅសុវត្ថិភាពហើយអាចតាមដានមនុស្សនឹងដឹងទៀតគេមានកូន chip ទុយដូចយើងទូរស័ព្ទចឹងមាន chip ក្នុងហ្នឹងហើយគេធ្វើម៉េចកុំឲ្យទោះបីជាគេពិសោធន៍ឡានកិនក៏អត់បែកដែរអញ្ចឹងគុំឆ្លៃបងប្អូនថាឲ្យលោកមុនអ្នកធ្វើដើមទ្រូងជីបាបានទុកបែកតែអត់ទេអត់មានទុកបែកទេកុំចេះតែជឿគេនោះអត់មានអីទេធ្វើដើមទ្រូងហើយនឹងខ្ញុំស្បែកពោះយាខ្ញុំក៏កាត់សាច់ស្បែកពោះយាដើម្បីខ្ញុំស្លៀកពាក់កៅអៅអីសមសួនឃើញតដើរលេងមួយនេះសើសពុតខ្លីសើអីហ្នឹងមិនធម្មតាណាតាមធម្មតាគឺវែងដល់ពេលទៅមែនតើសើសពុតខ្លីខ្ញុំណែខ្លីតាមអ្នកគ្រូបានមែនតើអ្នកគ្រូគាត់ធ្វើតិចដល់ពេលតិចចឹងទៅអត់លើសហើយស្អាតចាខ្ញុំកាយកុន40ជាងហើយ45ឡើងលើពេលដែលខ្ញុំបាត់បង់សម្រស់ដើមហើយបាទខ្ញុំចាប់ដើមធ្វើហ្នឹងអញ្ចឹងបាទខ្ញុំបញ្ជាក់ថាខ្ញុំធ្វើអ្វីដែលវា
វាមានបញ្ហាហើយយើងអស់សម្រស់ដើមហើយបាទខ្ញុំចាប់ដើមធ្វើអញ្ចឹងបែបនេះធ្វើឲ្យយើងមើលទៅមិនហួសហេតុពេក ចា មិនហួសហេតុពេកហើយយើងក៏ដឹងថាយើងគួរកែកនចំណុចណាហើយលោកគ្រូចុះប៉ុនគាត់សួរថាការដាក់សេរ៉ូមត្រូវដោយសារតែខ្ញុំត្រូវការជំនួយសុខភាពយើងអាចញ៉ាំគ្រប់បន្លែផ្លែឈើហើយវីតាមីនគ្រប់10មុខជាងឯងអញ្ចឹងខ្ញុំត្រូវការព្យាបាលកុំឲ្យពេលដែលខ្ញុំអស់រដូវទៅវាស្ងួតពេកអញ្ចឹងខ្ញុំត្រូវការដាក់សេរ៉ូមជំនួយសុខភាពកុំឲ្យខ្ញុំហ្នឹង stress ពេកកុំឲ្យយើងមានខ្លាញ់នៅក្នុងថ្លើមហើយយើងមានសេរ៉ូមសម្រាប់ជំនួយអរម៉ូនយើងហ្នឹងកុំឲ្យយើងស្ងួតណាអញ្ចឹងអ្នកដែលគាត់អស់រដូវដឹងហើយទ្វាក៏ស្ងួតស្បែកហ្នឹងក៏អត់សូវភ្លឺថ្លាអញ្ចឹងយើងមានសេរ៉ូមសម្រាប់អ្នកចិត្តអស់រដូវឬក៏ក្រោយអស់រដូវហ្នឹងឯង ចា ហើយជាទូទៅខ្ញុំដាក់មួយខែម្ដងហើយខ្ញុំឆ្លាស់គ្នាទៅតាមហ្នឹងដោយសារខាងអុកឃីតមានស្រាប់អញ្ចឹងខ្ញុំព្យាបាលខ្លួនឯងបានដែរ អូចា មកទទួលចូលសេវាកម្មគ្រប់បែបយ៉ាងនៅក្នុងទីពេទ្យហ្មង ចា គ្ ខ្ញុំ រូ អ្នកសាកមុនសូម្បីតែកញ្ចប់ការពារឆ្អឹងហ្នឹងខ្ញុំអ្នកសាកមុនធ្វើទុកមិនក៏ខ្ញុំប្រាប់ឲ្យគាត់ដឹងដែរ បងគុណធាបងគិតមិនដែរសម្រាប់អ្នកដែលធ្វើការកាយសម្ផស្ស សម្រាប់ ព្រោះខ្ញុំជឿថាបងអត់ធ្វើទេមែនទេ ឥឡូវអត់ទាន់ធ្វើទេតែ បងមានកម្រង ឥឡូវអត់ធ្វើទេតែមានកម្រងដូចតែគាត់មានប្រសាសន៍អញ្ចឹងតាមពិតទៅយើងតិចអាចចំណុចខ្វះខាតណាពេលដែលវ័យយើងកាន់តែវិវត្តទៅយើងអាចកែតិចទៅហើយសំខាន់យើងកែកន្លែងដែលមានជំនាញពិតប្រាកដដូចអ្នកគ្រូអញ្ចឹងពេទ្យអរឃីតអញ្ចឹងស្តង់ដារហើយគាត់មានបទពិសោធន៍ផ្ទាល់ទៀតអញ្ចឹងយើងជឿជាក់យើងទៅរកពេទ្យជំនាញកុំទៅកែសម្ផស្សនៅកន្លែងដែលឮគេនិយាយចាដែលអត់ជំនាញពិតប្រាកដធ្វើតាមគ្នាធ្វើតាមត្រឡប់មិនមែនជាជំនាញឯកទេសចាដូចអ្នកគ្រូពេទ្យគាត់ជំនាញឯកទេសហើយអញ្ចឹងយើងជឿជាក់ក្នុងការកែបានហើយដូចខ្ញុំអីកម្រងក្នុងការកាត់ភ្នែកដែរព្រោះនេះវាអត់ជាបញ្ហាជាទូទៅពេលដែលយើងចាស់ទៅយើងត្រូវតែកាត់ហើយដូចចាស់ម្ដាយខ្ញុំគាត់អត់ចង់កែសម្ផស្សតែពេលគាត់ចាស់ទៅគេហៅថាប្រេងចាក់ភ្នែកដាច់ខាតត្រូវតែធ្វើដដែលអញ្ចឹងមុនក្រោយយើងធ្វើទៅស្អាតផង តែបងស្រីបន្ថែមចំហទៀតនឹងស្អាតខ្លាំង ចាកម្រងបន្តចា តែប៉ុន្តែពេលខ្លះការកែមិនសម្រាប់តែសម្រស់ទេគឺសម្រាប់គេប្រើ function សម្រាប់ការមើលឃើញដែរដូចបងនិយាយមិញអញ្ចឹងណាពេលនេះកិច្ចបំផុតមានត្រូវតែបាទធ្លាក់មិនឃើញគឺក៏បាត់បង់ភាពមើលឃើញរបស់គាត់ដែរអញ្ចឹងយើងជាគ្រូពេទ្យក៏តម្រូវឲ្យគាត់ត្រូវតែកាត់ដែរបានស្អាតផងបានមើលឃើញបានច្បាស់ ចាអញ្ចឹងសម្រាប់ខ្ញុំបន្ទាប់នេះគឺនឹងធ្វើភ្នែកកាត់ភ្នែកឯងអត់ចាំបាច់ដល់ ភ្នែកហ្នឹងក៏ជាចំណុចងើហេងរបស់មុខណាបើសិនវាខោពេកអាជីពយើងក៏អត់សូវជោគជ័យដែរ មានហងស៊ុយទៀត ចាចំណុចភ្នែកហ្នឹងគឺសំខាន់ហ្មងអញ្ចឹងចំពោះភ្នែកនេះក៏អត់ឲ្យធ្លាក់ក្រោមមកលើភ្នែកយើងខ្លាំងពេកហើយបើធ្លាក់ខ្លាំងពេកអាហុំភ្នែកយើងចាក់ចូលនៅក្នុងភ្នែកយើងក៏គាត់មើលអត់កើតដែរអញ្ចឹងមិនមែនថាការកែភ្នែកហ្នឹងជារឿងអាក្រក់អត់មានទេអញ្ចឹងកាត់ឲ្យសមរម្យទៅបានទាំងសម្រស់បានទាំងមុខយើងងើហេងឆុងស៊ុយនៅលើមុខយើងដែរព្រោះអត់អាចធ្លាក់អត់អាចយាអីកើតទេ បើខ្ញុំកាត់ខុសអ្នកគ្រូរៀងក្មេងដែរកាត់ size XXL ធំពេកទៅ 4-5 ឆ្នាំបានវាស្រក់អញ្ចឹងទៅវាអត់ស្អាតបើសម្រាប់ខ្ញុំអត់ស្រឡាញ់មក ចាំពេលយើងប្រើហ្នឹងហើយយើងអាចកែកុនបានទេអត់អីយើងសេរីឲ្យតូចជាងហ្នឹងតិចមកទៅជាក្មេងស្អាត ចាអញ្ចឹងចាស់មែនណាគ្រូ អត់ទេដោះ ជូ ដូរពេលវ័យយើងកាន់តែច្រើនទេយើងដោះដូរទៅ ចាអញ្ចឹងអ្នកគ្រូអាចជម្រាបបន្ថែមបានដល់ថានៅមន្ទីរពេទ្យអុកឃីតមានពាក់ព័ន្ធជាមួយនឹងការផ្នែកថែរក្សាសម្ផស្សចាមានអ្វីខ្លះទៅចា ចាពាក់ព័ន្ធមន្ទីរពេទ្យអរឃីតបងប្អូនដឹងហើយថាជំនាញគឺសម្ភពរោគស្ត្រីកូនក្មេងសេវាកម្មអង្គវិជ្ជសាស្ត្រផ្សេងៗដូចជាមានការថតការឆ្លុះពិនិត្យឈាមតែក្រៅពីហ្នឹងបងប្អូនខ្លះប្រហែលជាគាត់អត់ដឹងថាយើងមានវិស័យកែសម្ផស្សការកែសម្ផស្សនោះគឺយើងធ្វើតាមរយៈការដាក់សេរ៉ូមសុខភាពមានពីរប្រភេទគឺរក្សាសម្រស់ហើយនិងកែសម្ផស្សបងប្អូននឹងឮពាក្យរក្សាសម្រស់គឺអត់វះកាត់ទេបានន័យថាយើងមានសេរ៉ូមសុខភាពយើងមានម៉ាស៊ីនlaser ជំរុះរោមយើងមានម៉ាស៊ីន laser បាញ់ព្យាបាលផ្លែឬក៏ស្លាកស្នាមផ្សេងមានបាញ់មុខមានការចាក់mesotherapy ទៅលើមុខហ្នឹងគឺគេហៅរក្សាសម្រស់តែបើកែបានន័យថាយើងកាត់តបកភ្នែកយើងកាត់សាច់ក្បាលពោះដែលដុសសំណល់ពីការកើតកូនយើងមានសេវាបូមខ្លាញ់មានការធ្វើដើមទ្រូងអីហ្នឹងគឺថាកែគេហៅកែគឺវាកាត់ ឆ្លងកាត់ការវះកាត់ ឆ្លងកាត់ការវះកាត់គេហៅថាកែសម្ផស្សបើរក្សាសម្រស់គឺធ្វើដោយម៉ាស៊ីនធ្វើដោយ
ខាងក្រៅគឺការដាក់ស្រោមអីគឺគេហៅថារក្សាអញ្ចឹងវាពីរហ្នឹងវាអាចខុសគ្នាអញ្ចឹងបងប្អូននឹងឃើញអញ្ចឹងហើយយើងមានក្រុមគ្រូពេទ្យទៅតាមឯកទេសកាយសម្ផស្សទៅតាមជំនាញផ្សេងៗហើយយើងមានបន្ទប់វះកាត់យើងមានកន្លែងសង្គ្រោះបន្ទាន់សម្រាប់ស្នាក់នៅអញ្ចឹងការដែលយើងធ្វើការវះកាត់កាយសម្ផស្សសន្លប់ហ្នឹងគឺវាធានាសុវត្ថិភាពច្រើនជាងយើងទៅវះកាត់ដែលអត់មានបន្ទប់វះកាត់ឬក៏អត់មានកន្លែងសង្គ្រោះបន្ទាន់គឺជារឿងគ្រោះថ្នាក់ដែរព្រោះយើងដឹងហើយថាមិនថាវះកាត់សម្រាប់កូនមិនថាវះកាត់រោគស្ត្រីអីទេបើយើងអត់មានគ្រូពេទ្យប្រចាំការ24ម៉ោងអត់មានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់វាអាចមានហានិភ័យយើងអត់ដឹងថាត្រូវធានាសុវត្ថិភាពបែបណាអញ្ចឹងទើបយើងបើកកន្លែងហ្នឹងដើម្បីធានានៅសុវត្ថិភាពក៏ដូចជាទំនុកចិត្តឲ្យបងប្អូនព្រោះមន្ទីរពេទ្យអខេតវាដូចថាយើងឈរជើង10ឆ្នាំមកហើយមិនមែនតែមួយថ្ងៃពីរថ្ងៃហ្នឹងទេ10ឆ្នាំជាងមកហើយដែលយើងធ្វើការក្នុងវិស័យវេជ្ជសាស្ត្របានតែជាទំនុកចិត្តមិនថាវិស័យពេទ្យមិនថាខាងលោកមាសអីទេគឺទំនុកចិត្តជារឿងសំខាន់បំផុតហើយនៅពេលដែលខ្ញុំទុកចិត្តបានខ្ញុំហ៊ានទៅទិញមាសគាត់នៅពេលដែលគាត់ទុកចិត្តខ្ញុំបានគាត់ហ៊ានមកប្រើសេវាខ្ញុំត្រូវទេអញ្ចឹងវាផ្ដើមចេញពីទំនុកចិត្តហ្នឹងបងប្អូនកុំភ័យថាតិចបើកខែហ្នឹងឲ្យបិទទៅវិញខែក្រោយអីអាហ្នឹងវាពាក់ព័ន្ធទំនុកចិត្តដូចគ្នាអញ្ចឹងយើងមានគ្រប់បងប្អូនដែលមានចម្ងល់គាត់អាចឆាតមកខាងពេកថាមានសេវាកម្មអីខ្លះអញ្ចឹងគាត់អាចឆាតតំណងបាន គូមានសេវាកម្មសម្រាប់មនុស្សប្រុសអត់ខ្ញុំគេថាមានតែសម្រាប់ស្រីគេស្រីណា នៅប្រុសដែលគាត់ធ្លាក់ភ្នែកគឺមានកាត់ភ្នែកកាត់ដបកភ្នែកកាត់អីគឺកាត់ស្លាប់បែបហ្នឹងគឺកែភ្នែក តាមស្រីជាមែន ខុសក៏មាន គាត់ថាកន្លងមកយើង កុំមាត់ពងសំលុយ ពិបាកក្នុងការយកគាត់ទៅផុសគឺពិបាកដោយសារកាត់ភ្នែកមែនតែដល់ពេលគាត់រក្សាឯកជនភាពវិស័យកែសម្ផស្សពិបាកណាអូននៅពេលដែលគេមកកែកាត់សាច់ក្បាលពោះគេរក្សាឯកជនភាពយើងអាចយកទៅផុសក្នុង Facebook អញ្ចឹងនៅពេលដែលយើងអត់យកទៅផុសបងប្អូនថាប្រហែលជាអត់មានដឹងតែអត់ទេគឺយើងមានធ្វើតែយើងអត់អាចទៅផុសគាត់បានទេដោយសារសូម្បីតែយើងកាត់ភ្នែកក៏យើងចង់ឲ្យគេដឹងដែរហ្នឹងហើយអញ្ចឹងវាដូចគ្នាអញ្ចឹងដែរហើយធ្វើដើមទ្រូងធ្វើដើមទ្រូងលេងទៅផុសដើមទ្រូងគេនៅ Facebook មិនកើតអត់អាចអញ្ចឹងបាន ជិះយើងផុសតែដើមទ្រូងយើងបិទមុខហ្នឹង អត់ទេវាចូលលក្ខណៈថាប្រពៃណីទំនៀមទម្លាប់យើងមិនអាចទៅបង្ហាញប្រាប់ចឹងនៅលើ social media តែđâyចឹងបន្តពី podcast នេះទៅបងប្អូននឹងដឹងហើយថាពួកយើងមានសេវាហើយកែសម្ផស្សនិងរក្សាសម្ផស្សគ្រប់ប្រភេទទាំងបុរសនិងនារីតែមកបងបុរសក៏ជិះមកបានដែរខ្ញុំឃើញយើងចាប់បានមានតេជនជាបុរសមកទៅតែបបភ្នែកមកគាត់បាំងទុកពេកអញ្ចឹងគាត់អាចធ្លាក់មកគ្របលើមុខគាត់បានឯគាត់ក៏ត្រូវការសម្រស់ដែរបុរសមិនមែនថាតែយើងឬស្រីទេ មានសេរ៉ូមមានចូលព្យួរសេរ៉ូមឲ្យប្លែកស្បែកភ្លឺខ្លាយអញ្ចឹងទៅប្រើឲ្យតានឹងមិនបានស្អាតប៉ុណ្ណឹងដោយសារអូខេដែរតា ណាដល់នឹងធ្វើអីខ្លះ កើតមកអត់ស្អាតសោះមាន botox មាន filler អញ្ចឹងណា អូចុះមិនតឹងផ្អឹងគ្រូ អស់ហើយចិត្តអស់ហើយចិត្តដល់មកអស់ហើយដល់មកថែមទៀតហើយ តឹងអ្នកបងទៅយល់ ទៅយល់ អ្នកបងដៃ Botox អីអត់ អត់ដែរ អូ ទៅជួបអ្នកគ្រូយ៉ាងចាប់អារម្មណ៍តែខ្ញុំចាប់អារម្មណ៍មួយអ្នកគ្រូគិតថាណាត់ដែរមើលសេវានៅ Orchid នេះពាក់ព័ន្ធមួយឆែក សុខភាពឆ្អឹងហ្នឹងហើយគាត់ចាប់អារម្មណ៍សុខភាពឆ្អឹងហើយនឹងការធ្វើតេស្តឈាមមហារីកខ្ញុំហមមហារីកដកចំនួន10មុខតេស្តសែនណាហើយនេះធ្លាក់អាក្រមនេះក៏ខ្ញុំមានសេវាកម្មចាក់មេសូថេរ៉ាពីកុំឲ្យធ្លាក់អាក្រមហ្នឹងដែរអញ្ចឹងកុំភ័យស្គាល់ខ្ញុំឲ្យដល់ស្អាត ធៀមតលុយចឹងតាមផ្ញើទៅបងប្អូនទាំងអស់គ្នាមកនឹងយើងមកដែលយើងសម្រាប់ចិត្តក្នុងការកែសម្ផស្សតទៅយើងដឹងប្រភពច្បាស់លាស់ចាអំពីកន្លែងដែលយើងមកធ្វើសេវាកម្មចាពីព្រោះថាมันមានតែគ្រប់កន្លែងល្អទាំងអស់ទេពេលខ្លះយើងធ្វើខុសអាចនឹងសោកស្ដាយមកជីវិតពីព្រោះមុខយើងគឺសំខាន់ណាស់ដែលគេមើលមុនគេគឺមុខនឹងឯងចឹងសម្រាប់មន្ទីរពេទ្យអូខេតខ្ញុំគិតថាក៏ឈរជើងនៅលើទីផ្សារ10ឆ្នាំជាងហើយមិនចោលជាមួយនឹងអតិថិជនហើយក៏មិនឲ្យភ្ញៀវបាត់បង់ទំនុកចិត្តនោះទេអញ្ចឹងយើងជ្រើសរើសសេវាកម្មនៅមន្ទីរពេទ្យខ្ញុំជឿថាទទួលបាននៅសុវត្ថិភាព 100% អ្វីដែលសំខាន់គឺត្រូវចេញពីចិត្តខ្លួនឯងកុំធ្វើដោយសារតែសម្ពាធណាឲ្យសោះណា ហ្នឹងក៏សូមប្រាប់ទាំងជាពិសេសនារីដែរគាត់ធ្វើដើម្បីខ្លួនគាត់ណាហើយកុំខែកុំខ្វល់នឹងអ្នកដតីដែលគាត់និយាយមកដូចហើយយើងមិនអាចធ្វើតាមតម្រូវចិត្តគេយើងធ្វើតាមតម្រូវចិត្តយើងដូចខ្ញុំចង់បានអីខ្ញុំធ្វើតម្រូវចិត្តយើងទោះបីដឹងគេរិះគន់មកហីចាស់ហើយនៅចង់ស្អាតចាស់ហើយនៅតែកែសម្ផស្សចាស់ហើយធ្វើដើម្បីអីគាត់លើកពីបញ្ហាអញ្ចឹងតែអ្នកដែលកែសម្ផស្សគឺអ្នកមានលុយកុំភ្លេចណា អ្នកដែលកែសម្ផស្សតើមានលុយមិនកែបានហើយតើមានសុខភាពល្អដែរណាមានលុយមានសុខភាពល្អហើយអាចចិត្តហ៊ានទៀតណា សុខភាពអត់ផ្លូវចិត្តទៀត ហ្នឹងហើយចិត្តអត់ហ៊ានណាខ្លាចហ្នឹងគាត់កើតដែរអញ្ចឹងវាមានកត្តារួមផ្សំគ្នាច្រើនណាបងប្អូនកុំគិតខ្វល់ជាមួយគេ ចាំមកគេថានេះជីវិតយើងនេះជីវិតគេតែគេអត់នៅជីវិតគេទេគេមកនៅជីវិតយើងហើយលោកគ្រូបានមើលអត់ថាមូលហេតុមិននៅជីវិតខ្លួនឯងមកនៅជីវិតគេគេចង់ធ្វើគេចូលចិត្តធ្វើហ្នឹងឲ្យគេធ្វើចោះ
អត់មានអីធ្វើហ្មងមើលទៅមកចេះមកមើលជីវិតយើង ចា អូខេអញ្ចឹងហើយយើងថ្ងៃនេះទៅចែកជុំវិញភាពស្អាតអញ្ចឹងចង់ឲ្យអ្នកគ្រូនិងបងអាចឲ្យនយោបាយចុងក្រោយបានថាតើភាពស្អាតសម្រាប់អ្នកគ្រូនិងបងគឺជាអ្វីឥឡូវនេះ ចំពោះខ្ញុំនិយាយជាសង្ខេបឡើងវិញភាពស្អាតរបស់មនុស្សមិនថាស្ត្រីនិងបុរសទេគឺផ្នែករូបរាងខាងក្រៅការស្លៀកពាក់ផ្សេងទី2គឺខ្ញុំផ្ដោតលើអាកប្បកិរិយាសម្ដីសម្ដៅដែលគាត់រៀបចំមកហើយទី3ពាក់ព័ន្ធនឹងសុខភាពដែលសំខាន់ដែរដូចថាស្អាតមិនបើដេកអត់បានហើយធ្លាក់ភ្នែកព្រែកខ្មៅហ្នឹងស្អាតអត់កើតដែរអញ្ចឹងភាពស្អាតវាបូករួមបញ្ចូលពីកន្លែងហ្នឹងដែរហើយនឹងការរៀបចំខ្លួនរបស់យើងតើវាត្រឹមត្រូវអត់អាហ្នឹងជាសត្វភាពដែលខ្ញុំឲ្យនិយមន័យខ្លួនឯងណាបងប្អូនគិតថាបែបណាហ្នឹងបងប្អូនឲ្យនិយមន័យទៅលើគិតខ្លួនឯងបាន តែបងស្រី ចាសម្រាប់ខ្ញុំនិយមន័យនៃភាពស្រស់ស្អាតមែនទេគឺនៅតែសម្រស់ដដែលទេទី1គឺសម្រស់ហើយសម្រស់ហ្នឹងក៏មិនផ្ដោតទៅលើភាពលេចធ្លោទៅលើការកែសម្ផស្សគ្រប់យ៉ាងអីទេគឺអីដែលជាខ្លួនឯងការមានអនាម័យក៏ស្អាតដែរចាការរៀបចំខ្លួនរៀបរយក៏ស្អាតដែរចាអីដែលសំខាន់គឺយើងត្រូវមានសុខភាពល្អហ្នឹងគឺចាំបាច់ហើយសុខភាពល្អហ្នឹងទាំងផ្លូវកាយផ្លូវចិត្តទៀតមិនតែសុខភាពផ្លូវកាយរឹងមាំតែសុខភាពផ្លូវចិត្តយើងមិនរឹងមាំគឺយើងប្រឈមនឹងការវាយប្រហារពីមជ្ឈដ្ឋានខាងក្រៅចាអញ្ចឹងយើងត្រូវសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តហើយសមត្ថភាពហ្នឹងគឺសំខាន់ភាពស្រស់ស្អាតសម្ដែងចេញដំបូងមកលេចធ្លោហើយប៉ុន្តែបើយើងគ្មានសមត្ថភាពយើងអាចរក្សាបានយូរទេចាដូចខ្ញុំសក់ខ្លីក៏ពិតមែនប៉ុន្តែបើខ្ញុំអត់មានសមត្ថភាពក្នុងការលេង TikTok ក្នុងអត់មានសមត្ថភាពក្នុងការសម្ដែងអីផ្សេងក៏អត់អាចរក្សាចិត្តរក្សាបេះដូងរបស់អតិថិជនរបស់ខ្ញុំបានដែរចាហ្នឹងគឺពាក់ព័ន្ធមួយសមត្ថភាពហ្នឹងគឺសំខាន់គឺធ្វើឲ្យយើងបាននៅយូរអង្វែងមិនថាសមត្ថភាពក្នុងការសម្ដែងឬក៏សមត្ថភាពអីផ្សេងឧទាហរណ៍ដូចជាអ្នកធ្វើការគាត់ត្រូវតែមានចំណេះដឹងអញ្ចឹងទៅចាមិនមែនតែស្អាតអាចជាប់អីឧទាហរណ៍អ្នកគ្រូគាត់ជំរាបតាំងដំបូងអញ្ចឹងពេទ្យគាត់សម្ភាសពេលរៀបរយដំបូងគាត់សម្រស់ហ្នឹងហើយតែបើសិនជាគាត់អត់មានសមត្ថភាពផងគាត់មានចំណេះដឹងខាងហ្នឹងផងធ្វើមិនជាប់មែនវគ្គដំបូងតែវគ្គបន្ទាប់ធ្លាក់ដដែលអញ្ចឹងសមត្ថភាពក៏សំខាន់ដែរអញ្ចឹងក្តោបរួមភាពស្រស់ស្អាតគឺសម្រស់សុខភាពហើយនឹងសមត្ថភាពចាសម្រាប់ខ្ញុំ ជុំបងស្រីបើបងនោះគាត់ចង់ស្អាតដែរតែគាត់អត់លុយក៏ខ្ចីបុលគេទៅកែសម្ផស្សតើឡើងជារឿងត្រឹមត្រូវឬក៏យ៉ាងណាដែរ អាហ្នឹងអាស្រ័យលើកត្តាដែលគាត់គោលដៅដែលគាត់កែឧទាហរណ៍ថាគោលដៅគាត់ទៅកែដើម្បីអីទៅកែដើម្បីរលុយអញ្ចឹងគាត់អាចទៅខ្ចីលុយគេយកមកកែឲ្យរលុយសងវិញបានតែបើនិយាយគាត់កែអត់មានគោលដៅសម្រាប់ទៅរលុយហ្នឹងកែដើម្បីអីកែដើម្បីកំដរអារម្មណ៍ហើយដល់ពេលដែលអារម្មណ៍ផ្លូវចិត្តគាត់ទន់ខ្សោយទៀតបាក់ទឹកចិត្តដល់ពេលដែលកែហាក់ដូចចិត្តគាត់ហ៎ចាអត់ទៅពាក់បំណុលគេហើយបាក់លើដើមចាលើដើមទៀត ខ្ញុំបញ្ជាក់ពីវិស័យកែសម្ផស្សគឺទូលំទូលាយនៅប្រទេសដែលគេមានប្រទេសដែលគេរីកចម្រើនគឺគេគិតក្រៅពីការហូបចុកក្រៅពីការងារគឺគេគិតរឿងស្អាតហើយអញ្ចឹងវារីកចម្រើននៅប្រទេសអ្នកមាននិយាយចំអញ្ចឹងអ្នកដែលកែសម្ផស្សពីច្រើនគឺគាត់មានលទ្ធភាពហេតុផលអីបងប្អូនមិនអាចខ្ចីលុយគេមកកែសម្ផស្សឯណាអាហ្នឹងជារឿងមួយផ្នែកហើយប៉ុន្តែនៅពេលបងប្អូនមានផលវិបាកណាមួយបងប្អូនត្រូវកែកុនត្រឡប់មកវិញអញ្ចឹងត្រូវការចំណាយលុយអញ្ចឹងត្រូវមានកញ្ចប់ថវិកាមួយទៀតត្រៀមក្នុងការអត់ពេញចិត្តខ្ញុំឧទាហរណ៍ថាធ្វើចំហពីដើមអញ្ចឹងអត់ពេញចិត្តទេចង់ទៅដូរយកចំហថ្មីអញ្ចឹងត្រូវការលុយដូចគ្នាដូចខ្ញុំធ្វើ2ដងចូល3ដងនេះគាត់ខ្ញុំអត់ពេញចិត្តហ្នឹងគឺអត់ពេញចិត្តហ្នឹងគឺខ្ញុំទៅដោះដូរធ្វើអីដែលខ្ញុំពេញចិត្តព្រោះធ្វើមកអត់ប្រកាសទេដូចអូនធ្វើទៅអត់ពេញចិត្តទេកលៈហ្នឹងធំពេកអញ្ចឹងចង់កែវាមិនត្រូវអស់លុយទៀតអញ្ចឹងត្រៀមចិត្តអញ្ចឹងហើយរយៈសម្រស់គឺត្រង់បានន័យថាយើងអាចធ្វើឲ្យចប់មួយជីវិតទេណាយើងត្រូវមានពេលត្រង់មួយខែម្ដងមួយឆ្នាំម្ដងឬក៏ពេលយើងមានបញ្ហាយើងអាចទៅធ្វើឡើងវិញគឺត្រង់មិនមែនធ្វើអាហ្នឹងឲ្យចប់មួយជីវិតទេអញ្ចឹងបងប្អូនត្រូវមានការត្រង់គេហៅការវិភាគនៃការត្រង់បានយើងស្អាតជាអចិន្ត្រៃយ៍ បាទអ្នកគ្រូអរគុណច្រើននេះពិតជាពិសេសមែនតើដែលបានស្ដាប់លើពីអ្នកគ្រូផ្ទាល់តែម្ដងបទពិសោធន៍ជាអ្នកគ្រូពេទ្យផងបទពិសោធន៍ជាខ្លួនឯងផងណាអញ្ចឹងចែករំលែកសម្រាប់បងស្រីក៏ដូចគ្នាដែរអញ្ចឹងថ្ងៃនេះអរគុណបងហើយនិងអរគុណអ្នកគ្រូមែនតើដែលបានចំណាយពេលវេលាមកចូលរួមកម្មវិធីរបស់ពួកយើងតែអត់ទាន់ចប់ទេយើងនៅមានបន្តិចទៀតគឺយើងមាន game ជាការលេងល្បែងកម្សាន្តវាមានពាក្យធ្លាប់ឬមិនធ្លាប់ តែសុំពាក្យពិតទេបងណាអូខេចាប់ផ្ដើមអញ្ចឹងដំបូងគេធ្លាប់មានអ្នកប៊ូលីរឿងសម្រាប់អត់គេថាឲ្យរឿងសម្រាប់អត់ របស់ធ្លាប់ទេ អត់ធ្លាប់ទេ វ៉ាវបងស្អាតតាំងពីដើម គេលើកទឹកចិត្តយើងគេអត់ហ៊ាននិយាយមកយើង អត់ទេធ្លាប់តែបងពេលគេធ្លាប់និយាយវាយគេយកហ្មងវាចេះលេងនិយាយ
តែម្ដងនឹងគាត់ឯងក្លែង អើមកបងស្អាតតាំងពីដើមទៅ ហើយឡើយមើលទៅមែនតា គាត់ខ្ជូតតាំងពីដើមបើខ្ញុំនេះធ្លាប់ដូចថាពេលយើងធ្វើការអត់ខ្វល់ពីខ្លួនឯងទៅគេថាយើងនឹងអាខិអត់មើលខ្លួនឯងអត់មានអីយកចិត្តទុកដាក់ខ្លួនឯងព្រោះមកហឹកពេលនៅយាមអត់ល្ងុយសុំបែរសក់អត់ចង់សិតផង បាទនេះជាបញ្ហាសម្រាប់អ្នកធ្វើការក្នុងវិស័យការបាទរៀងរវល់បន្តិចដល់ពេលអញ្ចឹងគេតែភ្លេចខ្លួនឯងបងស្រី ខ្ញុំធ្លាប់គេរឿងងោះជួយព្រួយសុំមករឿងខ្មៅហ្នឹងឯងចា ចុះឥឡូវត្រូវមានអ្នកនិយាយទៀតអត់អត់មាន ឥឡូវ មាន គេ ទេ ចាប់ ណា ដើមស្រឡាញ់ tan skin នេះ អូយេគេ honey ហ៎ honey tone បកទឹកខ្មុំគេហៅសបល់ទឹកខ្មុំ បាទ ទឹកខ្មៅទឹកខ្មុំអាមួយឆ្នាំជាង2ឆ្នាំស្តុកទុក គឺយ៉ាងឡើងពណ៌ អាឡើងពណ៌ខ្មៅ តាមពិតទៅអឺរ៉ុបគេស្រឡាញ់សបល់យើងណាគេថាសបល់ទឹកខ្មុំហើយគេខំប្រឹងទៅ5ថ្ងៃដើម្បីបានដូចយើងតែយើងប្រឹងទៅលាបបកឡើងសស្គូហ្នឹងអត់ត្រូវនឹងសីតុណ្ហភាពយើងទេយើងសបល់បែបអូនហ្នឹងគឺស្អាតហើយ ចាអត់ទេ បងក៏ ថ ស្រ ត ឡាញ់ ក៏ ដែរចា ស៊ីកាមេរ៉ាដែរថតក៏ ថត ស៊ីកាមេរ៉ាជាងអ្នកសដែរ ចា និយាយទៅធ្វើខ្លួនថតរូបអីគឺស៊ីជាងអ្នកស editor ខ្ញុំ confirm ពួកគាត់ឆ្លាញ់ពីអ្នកខ្ញុំសួរ ស្បែកចូលគ្នាមក បាក់ស្រែភ្លើង សួរ ណាស់ឲ្យលោកគ្រូស្បែកស្តៀងខ្ញុំបើលោកគ្រូសនឹងបាក់វាយភ្លើង វាយភ្លើង ចា អូខេទី2ធ្លាប់ពិបាកចិត្តគិតតែខ្លួនឯងអត់ស្អាតអត់ អឺនេះគ្រូធ្លាប់ ធ្លាប់ បងស្រីធ្លាប់ដែរតា លោកបងស្រីគេអត់ដែរប៊ូលីផងបងស្រី ពេលយើងឆ្លងកញ្ចក់យើងមិនឃើញខ្លួនឯងអត់ស្អាតដែរហ្នឹង អូខេ គេមិនប៊ូលីយើងតែយើងក៏មើលឃើញសម្រស់ពិតរបស់ខ្លួនឯងដែរឧទាហរណ៍ដូចធ្លាក់ភ្នែកឥឡូវដឹងតើធ្លាក់ភ្នែក ចា ចា អូខេអូខេ ខ្ញុំធ្លាប់ហ្នឹងគឺដោយសារតែខ្ញុំមើលកញ្ចក់ខ្លួនឯងខ្ញុំអត់ស្បែកចិត្តអញ្ចឹងខ្ញុំចាប់ដើមគិតថាអូខ្ញុំត្រូវតែស្រឡាញ់ខ្លួនឯងយកខ្លួនឯងជាចម្បងទៅខ្ញុំចាប់ដើមកែប្រែអ្វីៗទាំងអស់ហ្នឹង អូផ្សារដ៏ពិសេសថ្ងៃនេះអូខេបន្ទាប់ធ្លាប់ហត់ពេកគេអត់លុបមុខអត់ ខ្ញុំដូចអត់ អូវ៉ាវមែនអត់យើងពីរនាក់បងយើងពីរនាក់ តែលោកគ្រូមានអត់ផង អត់លុបមុខ អូ អត់លុបមុខព្រោះពេលដែលចេញពីជាពិសេសពេលញ៉ាំអីជុំគ្នាជាងណាយើងសបងដែរដេកទាំងចឹងគេប្រាប់មកស្មីស្មូ ធ្លាប់ ចេញមុនបណ្ដោយ ខ្ញុំអត់សូវផាត់មុខអត់សូវអីទេ បាទ អញ្ចឹងលុបមុខក៏បានមិនលុបក៏បាន ខ្ញុំអត់ផាត់គាត់ ចឹ ខ្ញុំ ង លុ ធ្ ប លាប់ ដែរហ្ម ដែរ ង ធ្លាប់ម្ដងមួយការដែរ អូខេ ចា តែខាងពីរនាក់វិញអត់សោះហ្មងមែន ខ្ញុំអត់ធ្លាប់គ្រូទូ ដល់គាត់ត្រូវតែងើប ធ្លាប់ ស្មី ស្វង មុំ គេ វិញ សន្លប់តែប្អូនគាត់អ្នក remove ឲ្យ អើ ពួកខ្ញុំផ្ដាំគាត់ថាបើឃើញមិនជួយផងព្រោះខ្ញុំអត់ចូលចិត្តទុកមុខពេលអត់នេះ ព្រោះខ្ញុំនេះអត់ធ្លាប់ផឹកគ្រឿងស្វងអញ្ចឹងបើឲ្យខ្ញុំថាធ្លាប់ដេកស្វងទាំងអត់ហ្នឹងមកអត់ដែរទេអញ្ចឹងទៅលាប់ថាតែពេលគេត្រូវតែមួយទឹកត្រូវអីអញ្ចឹងហើយដេកទៀងទាត់អញ្ចឹងខ្ញុំអត់ធ្លាប់អញ្ចឹង វ៉ាវ ល្អណាគ្រូ គេទៀងទាត់មុនម៉ោង11យប់ហើយនិយាយទៅអត់អាចទៅផឹកអីលើសម៉ោង11យប់អីបានទេហាត់ចេះផឹក ចឹងនេះគ្រូចង់ថាខ្ញុំអត់ប្រយោជន៍ ប៉ុន្តែថ្ងៃមុនទៅហុងកុងវាដាច់យប់មួយគ្នាដល់ម៉ោង2ដែរហ្នឹង ថ្ងៃមុនក៏ដល់ ណាគ្រូឃើញក៏ហកមហាជន អត់ទេដល់ពួកម៉ាក់សេតអាហ្នឹងករណីលើក ចាយូរម្ដងណាគ្រូណា ម៉ាក់សេតហ្នឹងគេហៅទៅទាំងអស់គ្នាលេងដាច់ដល់ម៉ោង2តែយ៉ាងណាក៏លុបមុខចូលទៅ ចុះដល់ពេលអ្នកគ្រូស្គាល់ហើយមានអារម្មណ៍ថាស្ដាយក្រោយហ៎ណែបងចូលគេអញ្ចឹង អត់ស្ដាយទេគេចូលធីមឯហ្នឹង ឆ្លើយជំនួសម្ចាស់សម័យខ្លួនណាបង ពួកចូលធីមឯហ្នឹង អូចា សុបចិត្តទៅមួយគេក៏ដល់គេអ្នកដាច់យកដល់មួយគេចង់ ធ្លាក់ថ្ងៃនោះធ្លាក់ហ្មង បង នៅពួកម៉ាក់គេខូចចិត្ត អូយល្អ អូយពុកម៉ាល្អហ្មងអូខេបន្ទាប់តើធ្លាប់មកធ្វើការដោយអត់ផាត់ពុកអត់បាទថាមកទាំងមុខស៊ីនហ្មងគេមុខស៊ីនទេ ធ្លាប់ដោយសារវិស័យពេទ្យ លឿ ចេះ ន តែគាត់ធ្លាប់ហើយបងស្អីធ្លាប់ដែរ ធ្លាប់បង អូបងគិតថាប្រហែលជាឲ្យតែឈឿនជើងមួយចំហៀងយើងបន្ទប់ដឹងតែស្អាតហ្មង អត់ទេខ្ញុំចូលហាវចា យ៉ាពួកយើងប្រហែលជាអត់ទេយើងដឹងថា ដឹងធ្លាប់ ស៊ីនស៊ីនហ្នឹង ចា តែគិតថាបងអូនស្អីបែរជា ស៊ីន គ្រូចង់ fake មែន ផុតហ្វេកចឹងហ៎ អត់ទេបើឈប់ឆ្លោយគឺជឿស្រាយអត់ចេញហ៎អូខេបន្ទាប់ទៀតធ្លាប់ទិញ skin គេឲ្យអត់ប្រើអត់កប់ទុកក្នុងទូ ធ្លាប់ ធ្លាប់ ញយហ្មង ទុកចោលមកជុំហ្នឹងងុំ ទិញទៅអីណាគ្រូណាទិញទុកចោលទិញទៅអីគ្រូ ចេះដល់ពេលយើងអត់មានលុយផ្សេងដល់ពេលយើងមានលុយយើងមានលុយយើងទៅ បា ដល់ នចាយ យើងចង់ចាយលុយយើងទិញរឿង2 3មកយកមកទុកចោលដែរ តែសៀមកូនហ្នឹងគ្រូគាត់សាញ់គ្រូខ្ញុំចង់ ទុកចោលហើយទៅបច្ចេកឲ្យអ្នកដតីប្រើទៀតហ្នឹងគ្រូទៅ ខ្ញុំឲ្យបងរហូត ខ្ញុំអត់ទេប្តីលៀបរហូត អូប្រេណាគ្រូប្រើសៀនខាន ពេលយើងអត់លៀបហ៎យើងថាបងនេះទិញឲ្យបងឯង ខូចសាហាវ តែបកហើយ លោកប្តីដឹងបាន តែឲ្យគាត់លៀបទៅ
ចាលេងគេចិត្តស្អាតអូងាកឡើងនេះលុញម៉ាស្សាចេះរហូតតែឥឡូវថ្ងៃហ្នឹងបានប្តីតាអ្នកម៉ាស្សាឲ្យហ្នឹងហ៎ជួនកាលគេអត់បានលាប skin care ពេលយប់គាត់លាបខ្លួនគាត់ហើយគាត់លាបឲ្យយើងហើយគាត់ម៉ាស្សាមុខឲ្យយើងទៀត ចុះដល់ពេលប្តីណាគ្រូលាប skin care ឲ្យប្រើកម្លាំងខ្លាំងអត់ផផ ទេស្រាលស្រាល ចេះហើយនិយាយមកគឺស្បែកអ្នកចេះហ្មងនៅគ្រូបងសិតតែលុញលុញយ៉ាងទៀតណ៎ ចា មើលអ្នកធម្មតាយើងពងឲ្យលៀបនេះសបលលុញ លុញបកអូខេទី6ធ្លាប់មើលមុខខ្លួនឯងហើយគិតតែខ្លួនឯងចាស់ជាងមុនអត់លោកសើអញ្ចឹងក៏អញ្ចឹងដែរចាស់ហើយអ្នកចាស់ជាងការយូរ5ឆ្នាំ មានអារម្មណ៍ថានៅយើងគឺចិត្តអត់ ជួយអូខេឲ្យចំណុចខ្វះខាតដែរ អវិជ្ជមានខ្លួនឯងនឹងឃើញរហូតទៅរហូត តែអញ្ចឹងល្អព្រោះពេលហ្នឹងយើងនឹងឃើញថាមានអីដែលត្រូវកែគាត់ខ្ញុំចង់អញ្ចឹងដែរ ត្រូវតានៅពេលមួយដែលខ្ញុំឆ្លុះកញ្ចក់ទៅស្បែកមុខយាផ្នែកធ្លាក់អត់មានសម្រស់បានខ្ញុំចាប់ផ្ដើមបាក់ទឹកចិត្តរបៀបថាបាក់ទឹកចិត្តហើយគាត់ថាខំរលួយចង់គាត់មិនបានអត់ភូមិធ្វើដើម្បីខ្លួនឯងអញ្ចឹងទៅគេចាប់ផ្ដើមធ្វើដើម្បីខ្លួនឯងខំរលួយនៅពេលមានលុយហើយសួរថាពេលទៅធ្វើបងប្អូនស្ត្រីកុំចាញ់បោកប្តីអូនប៉ុណ្ណឹងបានទេមិនធ្វើអីទេគាត់ប្រាប់យើងចឹងប៉ុណ្ណឹងស្អាតទេមិនធ្វើអីអត់ទេខ្ញុំទៅធ្វើអីដើម្បីខ្លួនខ្ញុំដល់ពេលអាកប្បកិរិយាពេលមិនទាន់ធ្វើខ្លួនណាហើយនឹងឥឡូវខុសគ្នា អូខេ ពីមុនទៅណាទៅអត់ខ្វល់ទេដល់ពេលឥឡូវទៅណាក៏តាមទៅដែរបាច់បាត់ អូយស្វីតណាស់ តែអ្នកគ្រូលុយហ្នឹងយកការបាក់ទឹកចិត្តមកកែសម្ផស្សអភិវឌ្ឍខ្លួនឯងចាអូចំនួនមិត្តភ័ក្ដិខ្ញុំថាបាក់ទឹកចិត្តដើរផឹកស៊ីបូប៉ុណ្ណឹងជាងមុនទៀតអាមុខពុំអត់ស្អាតទេផឹកប្រមុខអត់បានតែងខ្លួនលាប skin care អាក្រក់ជាងមុនទៀតណាផ្ដាំផ្ញើទៅមីអូនតែខ្ជិលណាយើងកុំភ្លេចយកអ្នកគ្រូធ្វើទីកំដាប់តាម ចាពេលយើងបាក់ទឹកចិត្តយើងធ្វើមកឲ្យស្អាតមានទំនុកចិត្តដៃគូយើងងាកមកខ្លួនឯងនៅពេលដែលយើងចង់កែគេអត់កែទេតែនៅពេលដែលគេចង់កែខ្លួនគេដល់ពេលឃើញយើងប្រែប្រួលឃើញយើងមានសមត្ថភាពឃើញយើងជឿជាក់ខ្លាចបាត់យើងដល់ខ្លាចបាត់យើងងាកមកគិតឡើងវិញថាគួរបាត់យើងអត់ដល់គិតថាមិនគួរបាត់យើងខំប្រឹងធ្វើខ្លួនទៅជាបរិសុទ្ធឡើង sweet ធ្វើខ្លួនទៅជាបរិសុទ្ធឡើង sweet បរិសុទ្ធដែលយើងចង់រស់នៅក្បែរដល់ពេលមុនអត់ខ្វល់ទេអញ្ចឹងវាខុសគ្នាអញ្ចឹង សុំបន្ថែមមកសំណួរទីអ្នកគ្រូចុះដល់ពេលយើងចង់កែហើយដល់ពេលឲ្យប្តីយើងថាអូនឯងតែហ៊ានកែអានឹងលេងគ្នាហ្មងតើអានឹងត្រូវធ្វើម៉េច អត់ខ្វល់ត្រូវតែ សុទ្ធតែលេងប្តីហ្មង ចា វ៉ាវស្ត្រីរងមាំ ដូចខ្ញុំបញ្ជាក់ប្រាប់ចឹងដោយសារតាការដែលខ្ញុំកែនេះខ្ញុំយកលុយដែលខ្ញុំរកបានហើយទី2ខ្ញុំមិនមែនកែដើម្បីគាត់ទេខ្ញុំកែដើម្បីភាពជឿជាក់ខ្លួនឯងអញ្ចឹងខ្ញុំអត់មានអីត្រូវស្ដាយទេអញ្ចឹងទោះបីជួបរឿងអីខ្ញុំទទួលខុសត្រូវខ្លួនឯងបានន័យថារាល់ផលវិបាកពាក់ព័ន្ធនឹងការកែសម្ផស្សគ្រោះថ្នាក់ឯងខ្ញុំទទួលខុសត្រូវខ្លួនឯងខ្ញុំអត់បន្ទោសអ្នកដទៃហេតុផលហ្នឹងទើបខ្ញុំដាច់ចិត្តធ្វើនឹងឯង ចា សំពើស្វាមីគួរតែត្រូវគ្រប់គ្រងទៅវិញ បើនិយាយការពិតស្វាមីគឺជាអ្នកដែលគួរគ្រប់គ្រងប្រពន្ធឲ្យប្រពន្ធសម្រេចអ្វីដែលគាត់សម័យចង់ធ្វើខ្លួនគាត់ហើយនឹងគ្រប់គ្រងគាត់បានត្រឹមត្រូវមិនមែនត្រូវបន្ទោសមិនត្រូវអង្គុយស្ដីឲ្យនៅពេលដែលកែទៅខុសនៅពេលដែលអីមិនអាចជាអញ្ចឹងទេអញ្ចឹងមនុស្សដែលនៅក្បែរខ្លួនយើងគឺជាអ្នកលើកទឹកចិត្តយើងគុំដល់ថ្នាក់គ្រាន់តែជីវិតប្តីប្រពន្ធគ្នាចង់ទៅកាត់តបភ្នែកលែងចោលអញ្ ទៅហ៎ ចឹងយើងគួរមិនទៅលែងចោលមែន ខ្ញុំអត់ហេតុផលចឹង បងអូនលែងដែរ ខ្ញុំក៏ចឹងដែរបងបើជាទូទៅត្រូវមានហេតុផល ចា មិនយើងធ្វើដើម្បីសំខាន់យើងមានគោលដៅហើយយើងមានបំណងពិតប្រាកដរបស់យើងណាឧទាហរណ៍ដូចកាត់តបភ្នែកចឹងហេតុផលត្រឹមត្រូវភ្នែកយើងហៀទឹកភ្នែកពេលអានឹងចាក់មកវាហៀទឹកភ្នែកហើយចុះបើដោយហេតុផលហ្នឹងយើងទៅកាត់តបភ្នែកហើយគាត់មិនយល់ពីយើងគាត់ថាបើកាត់គាត់ត្រូវតែលែងចឹងគាត់ជាមនុស្សអត់ហេតុផល ចា អញ្ចឹងបើសិនជាជំរើសគាត់ត្រូវលែងក៏លែងទៅវាអត់មានអីគួរពិចារណាហើយមនុស្សយើងក៏ត្រូវដឹងថាស្អីដែលខ្វះខាតស្អីដែលលើសស្អីដែលត្រូវស្អីដែលខុសមិនចឹងតោះតែយើងមើលអាចឃើញចំណុចខ្វះខាតបាទយើងអាចកែតម្រូវបាន អាកន្លែងហ្នឹងឯងដែលខ្ញុំជាទូទៅដៃគូនៅពេលដែលគាត់ប្រឆាំងមួយខ្ញុំអត់ហេតុផលខ្ញុំកាន់តែកើនគាត់ហាមិនឲ្យធ្វើខ្ញុំកាន់តែធ្វើតែបើសិនជាផ្ទុយទៅវិញណាដូចថាយើងចង់ធ្វើតែគេប្រាប់យើងថាអូនឯងធ្វើទៅអាហ្នឹងគិតបកមួយ មែនតែខ្ញុំចឹងដែរតា គឺគិតអញ្ចឹងហ្មងគិតហ្មងគឺអញគួរធ្វើអត់ធ្វើអីទៅមិនដល់តែពេលយើងទៀតចង់ធ្វើថាបាច់ធ្វើទេប៉ុណ្ណឹងស្អាតហើយស្អែកឡើងទៅធ្វើហ្មង ឌឺសាហាវ ឌឺសាហាវអញ្ចឹងចង់និយាយអញ្ចឹង ជីឡានខ្លួនឯងទៅធ្វើបាច់ ខ្ញុំ ហើយ ចង់ទិញអីឯងតែគាត់ប្រឆាំងយើងកាប់មុខស្អែកឡើងខ្ញុំទៅទិញភ្លាមតែបើគាត់ប្រាប់ថាអូនឯងគួរតែធ្វើអីធ្វើទៅអូនឯងគួរតែធ្វើអីធ្វើទៅខ្ញុំបែរមកគិតវិញតើគួរធ្វើអត់ចំណុចហ្នឹង
គិតឡើងជុំវិញរឿងហ្នឹងតែបើគេកើនខ្ញុំកាន់ណាទៅហ្មងដោយសារហេតុផលអីខ្ញុំជាអ្នករលុយដែរខ្ញុំចាយលុយខ្លួនឯងរឿងអីបានត្រូវមកប្រឆាំងខ្ញុំអត់មានហេតុផល ចា ត្រូវតែមានហេតុផលអូនឯងមិនគួរធ្វើអាហ្នឹងឯងដោយសារមូលហេតុអីគេអាហ្នឹងគាត់មានហេតុផលគុំអត់ទេអត់ឲ្យធ្វើអាហ្នឹងឯងតែអត់មានហេតុផលខ្ញុំកាន់តែប្រឆាំងកាប់មុខហ្មង ជុំពាក់ព័ន្ធមួយខ្ញុំអ្នកគ្រូចុងសណ្ដន់វាងខ្មៅយើងគួរធ្វើ ដោយសារសបល់យើងអញ្ចឹងចុងសណ្ដន់យើងក៏អញ្ចឹងអញ្ចឹងមិនអាចការឈប់ទេអញ្ចឹងត្រូវទទួលយកខ្លួនឯងអូខេ តែវាចង់កាយក៏បានដែរ ព្រោះអាហ្នឹងវាត្រូវ ញ៉ាំ ការ ទទួលយកអ្នកគ្រូទៅវា ត្រូវ ប្រាំ ការ ជួគ្រាម វាអត់កើតទេអញ្ចឹងអាហ្នឹងបិទភ្លើងឯងកុំខ្វល់ ជួ តែគូជឿខ្លាំង អូខេចាទៅទៀតបានហើយ បាន បានហើយ ហើយពេលលោកគ្រូ topic និយាយមកអ្នកគ្រូបងស្រីចូលហ្នឹងហ្មងនេះលោកគ្រូយើងអត់សូវបានមានប្រសាសន៍តិច បាទអីខ្ញុំចាំស្ដាប់ត្មងជ្រួតជ្រាបពេញខ្លួន ចាគ្រូស្ដាប់ឡើងរឹងហ៎ បាទ លោកគ្រូ ស្ដាប់ដែរយ៉ាងរឹងហ៎ រឹងតែបងនេះ ខ្លួនហ៎ នេះរឹងដៃរឹងជើង គ្រូដឹងខ្ញុំទៅពាំងជួគ្រាមបាត់ អត់លឺសោះហ្មង អត់លឺ អត់លឺសោះ ទេ អត់លឺអីបន្តិច អត់លឺ អត់លឺអីបន្តិច អូខេចំណុចបន្ទាប់ទី7តើធ្លាប់ចល័នបដ ாய் ប៉ុន្តែទៅចំណុចទី7តើធ្លាប់លួចច្រណែនសម្រស់អ្នកដតីអត់ ធ្លាប់មិនធ្លាប់មិនធ្លាប់ ច្រណែនទៅច្រណែនដែរ តែមិនច្នៃតែក្រក់ណាលោកគ្រូ ច្រណែននេះគេស្អាត គេអត់ ប សរ ង្គោល តែនិយាយតែមិនជាចំណែនទេមែនទេចំណែនដូចថា ម្នាក់ចេះ នោះ អូម្នាក់ហែងចាតែបើយើងមកអ៊ូម្នាក់នេះស្អាត អូស្អាតហើយ មួយមើលគេគេចឹងទៅបង អូខេ បកស្រាយឲ្យបង បើទៅហើយសរសើរព្រោះថាយើងក៏ឃើញតែគេស្អាតជាយើងសរសើរយើងចង់ល្អដូចគេតែមិនចង់ទាគេមកមិនសូវល្អដូចយើងទេ ចា អូខេrồiបន្ទាប់ទី9ធ្លាប់ស្ដាយក្រោយដែលអត់មើលថែសម្រាប់ខ្លួនឯងអត់ ខ្ញុំធ្លាប់ហ្នឹង ធ្លាប់ បាទតែគ្រូ yes ចាដោយសារតែពេលដែលយើងមានលុយមានអីទៅងាកមកកាត់ចុំជុំឲ្យបដ ாய் ខ្លួនដល់ថ្នាក់ហ្នឹងទៅដល់ពេលអញ្ចឹងចាប់ផ្ដើមធ្វើអីសម្រាប់ខ្លួនឯងអញ្ចឹងធ្វើឲ្យយើងសុបាយចិត្តពីដើមសូម្បីតែអត់ល្ងួយដេកលក់ទៀតដែរតែគិតច្រើនហើយមិញសួរថាធ្លាប់ចំណាយគេអត់ធ្លាប់ចំណាយទេតែឃើញចាស់បរទេសនេះមេតប៉ុនអូនកន្ធានេះគេស្លៀកពាក់ខ្ជូតទៅនុយស្អាតចឹងសម័យឃើញអូឯងគួរតែចាស់ទៅស្លៀកពាក់ស្អាតមានលុយទិញសម្លៀកពាក់ស្អាតហើយដើរលេងហើយថតរូបស្អាតអញ្ចឹងបងប្រាថ្នាអញ្ចឹងដែរ yes សិតតែធ្លាប់ហើយអ្នកណាក៏ធ្លាប់ដែរជឿអញ្ចឹងនេះតែសំខាន់គឺយើងនឹងមិនធ្វើអ្វីជាអវិជ្ជមានទៅអ្នកណាទេយើងធ្វើបង្កើនខ្លួនឯងវិញនេះជារឿងល្អ ឃើញគេស្អាតតែជះទឹកអាស៊ីតគេណាបានបកា អូខេអូខេចំណុចបន្ទាប់ហើយតើធ្លាប់មើលខ្លួនឯងក្នុងកញ្ចក់ហើយគិតតែខ្លួនឯងស្អាតអត់អាមិនថាអត់ស្អាតឡើយវាស្អាតអត់ស្អាត ចិត្តស្អីទីបានទេគ្រូម្ដងឃើញខ្លួនឯងអត់ស្អាតម្ដងឃើញស្អាតគ្រូបានដៃខ្នងដៃដែរណា បាត់ឯងខ្លួនឯងឥឡូវសុំមកគន្ធាមុនគេឃើញកន្លែងណាស្អាតជាងគេនៅខ្លួនឯងកន្លែងណាជាងគេ សក់ ឡាញហើយ សុំដកសក់ចេញសិន ឡាញទាំងអស់ណា ទៅនឹងសុំរើតែមួយ អត់ទេស្រឡាញ់ពេលញឹមព្រោះខ្ញុំចូលចិត្តឆ្លោះកញ្ចក់ឲ្យញឹម ញឹមចាញឹមឆ្វេងញឹមស្ដាំអញ្ចឹងទៅរៀងបង្កើនទំនុកចិត្តហើយចាប់ផ្ដើមព្រឹកឡើងគឺមើលមុខខ្លួនឯងហើយញឹមចា អូមានស្រីសុស្ដីណាអូដូចគ្នាខ្ញុំស្រឡាញ់ការញញឹមខ្លួនឯងដែរ ចា ឥឡូវខ្ញុំស្អាត អូខេស្អាតតែញញឹមទេ ខ្ញុំពេលផឹកឡើងមើលកញ្ចក់រៀងភ័យចាព្រោះមុខវាមានអាចរុញតិចហើយពីសក់រៀងកធើងទៅភ័យលោកគ្រូ នេះគូឥឡូវនេះស្រឡាញ់កន្លែងណាជាងគេនៃខ្លួនប្រាណ បើខ្ញុំគិតថាជាទូទៅដោយសារខ្ញុំឥឡូវហ្នឹងវាមើលទៅមានអារម្មណ៍ថាជឿជាក់លើខ្លួនឯង សំខាន់មានលុយលោកគ្រូ ចាការស្លៀកពាក់យើងអាចរើសដោយខ្លួនឯងយើងមានលុយសម្រាប់ លុយទៀតហ្នឹងគេញ៉េ ចិត្តយើងលុយនៅជាជំរឿ ព្រោះមានចងកាយទេមានចងកាយលុយហូបលុយ អត់ទេ មានលុយរហូតបងមានមែនទេគ្រូជឿយើងមានតែយើងនិយាយមានលុយមានលុយតែស្គាល់មិនកើតចា ក្រណា ខ្ញុំអ្នកគ្រូស្រឡាញ់ទាំងអស់នៃខ្លួនប្រាណទោះសម្រាប់ ចាខ្ញុំអត់ រើមួយអូនរើមួយ ស្លាញ់មែនលោកគ្រូ ចាស្រឡាញ់ ខ្ញុំស្រឡាញ់ខ្ញុំដែរ ខ្ញុំ ខ្ញុំញ៉ាំ ខ្ញុំស្អាតការពិតអូនខ្ញុំស្អាត អរគុណណាស់អ្នកគ្រូ សម្រាប់ តែ ថា តែនេះខ្ញុំមានលុយដែរអត់ខ្ញុំមានលុយខ្ញុំទៅធ្វើថ្មិញណាគ្រូចាខ្ញុំមានលុយខ្ញុំមានទៅធ្វើថ្មិញហើយធ្វើអស់6000ណាគ្រូ ស្អាតតែថ្មិញហ្នឹងដែរខ្ញុំមើលស្អាតថ្មិញ ស្អាតថ្មិញឡើងធ្វើណាគ្រូអាមុខខ្ញុំស្រីណាត់មើលស្អាតណាគ្រូ អានេះជារួមគឺស្អាតមានប្រជាប្រិយស្រាប់ អរគុណលោកគ្រូណាសង្ឃឹមលោកគ្រូមែនភរិយាមុខដូចនេះខ្ញុំតែអត់មុខដូចខ្ញុំនឹងលោកគ្រូកុហកខ្ញុំហើយ ចុះអត់មានសំណាងទៅអត់មានសំណាងឲ្យមុខដូចទៅគឺមិន ប៉ុនមក
ប៉ុនលើកទឹកចិត្តហ្មង អូខេចំណុចចុងក្រោយតើធ្លាប់ស្ដាយក្រោយដែលខ្លួនឯងផ្លាស់ប្ដូរអត់ ធ្លាប់ឯង អត់ធ្លាប់ដែរ មានតែសុបាយចិត្ត ចា ឥឡូវនេះពេលដែលផ្លាស់ប្ដូរហើយសុបាយចិត្តវិញ ហ្នឹង ទោះកាត់ខុសក៏ដោយក៏គិតថាកាត់ហើយ ចា ឥឡូវវាគ្រាន់បើអត់អីហ៎ good អូខេអរគុណច្រើនអរគុណអ្នកគ្រូ សប្បាយមែនតើថ្ងៃនេះពិតជាទទួលបានចំណេះដឹងក៏ដូចជាចាការអភិវឌ្ឍខ្លួនឯងហើយនឹងជឿជាក់ខ្លួនឯងបន្ថែមទ្វេដងតែម្ដងអរគុណដល់អ្នកគ្រូចាអរគុណលីនិងបងស្រីកុនធាសម្រាប់ការផ្ដល់កិត្តិយសនៅក្នុងថ្ងៃនេះចូលរួមកម្មវិធី podcast ស្ដាប់ពេទ្យជជែកក្នុងកម្មវិធីស្ត្រីដែលយើងស្រឡាញ់ហើយជាចុងក្រោយអ្នកគ្រូមានពាក្យពេចន៍អ្វីចាសូមអញ្ជើញ ចាជាចុងក្រោយក្នុងនាមខ្ញុំជាគ្រូពេទ្យក៏ដូចជាមនុស្សសាមញ្ញធម្មតាដែលបងប្អូនគិតហើយកុំគិតថាខ្ញុំជាមនុស្សពិបាកអីអត់ទេការពិតទៅស្គាល់ច្បាស់បានគាត់ដឹងថាជាអ្នកស្រួលអស់ស្រួលតាមខ្ញុំអស់ស្រួលតាមខ្ញុំ ហើយក៏ផ្ដាំប្រាអស់ដល់ស្ត្រីទាំងអស់ដែលគាត់ត្រូវជឿជាក់ខ្លួនឯងហើយភាពស្អាតគឺយើងស្អាតជាខ្លួនឯងហើយយើងចង់ធ្វើអីធ្វើទៅឲ្យតែយើងមានលទ្ធភាពហើយឲ្យតែយើងស្រឡាញ់ខ្លួនឯងកុំធ្វើអ្វីដើម្បីអ្នកដទៃហើយការរៀបចំខ្លួនខាងទាំងផ្នែកខាងក្រៅសម្រស់ក៏ដូចជាបញ្ហាផ្លូវចិត្តសុខភាពក៏ជារឿងសំខាន់ហើយមួយទៀតពង្រឹងសមត្ថភាពក្នុងការដែលយើងអាចរកលុយខ្លួនឯងអញ្ចឹងបងប្អូនមានចំណុចអស់នេះបងប្អូននឹងជឿជាក់លើខ្លួនឯងហើយនឹងឈរលើជំហរនៃខ្លួនឯងអត់ខ្វល់ថាដៃគូយើងជាអ្នកណាឬក៏បខំចិត្តមិនគឺយើងអត់ខ្វល់ទេដោយសារសមត្ថភាពគឺយើងអាចធ្វើដោយខ្លួនឯងខ្ញុំតែងតែលើកទឹកចិត្តស្ត្រីឲ្យត្រូវតែមានសមត្ថភាពកសាងអ្វីដែលជាចេញពីស្នាដៃខ្លួនឯងខ្ញុំនៅតែលើកទឹកចិត្តចឹងសម័យថ្មីមិនមែនដូចសម័យកាលពី10-20ឆ្នាំមុនយើងត្រូវរំពឹងទៅលើអ្នកដទៃគឺអត់ទេចា អរគុណច្រើនអ្នកគ្រូ អ្នកគ្រូសម្រាប់ពាក្យពេចន៍ដ៏មានអត្ថន័យជាបន្តសំជិញបងស្រី ពីខ្ញុំទៅសូមផ្ដាំទៅស្ត្រីទូទាំងប្រជាជាតិកម្ពុជាឬទូទាំងពិភពលោកក៏បានដែរត្រូវតែមានភាពជឿជាក់លើខ្លួនឯងសំខាន់ហើយបើចង់ឲ្យមានភាពស្រស់ស្អាតបន្ថែមពីលើសម្រស់ទៅទៀតគឺត្រូវតែមានសមត្ថភាពចាសមត្ថភាពគឺសំខាន់គឺបន្តអភិវឌ្ឍខ្លួនឯងជាប្រចាំដើម្បីឲ្យគ្រួសារក៏ដូចជាប្រទេសជាតិយើងទាំងមូលតែម្ដងហ្នឹងអាចអភិវឌ្ឍទៅបានការអភិវឌ្ឍគ្រួសារអាស្រ័យទៅលើសមត្ថភាពរបស់ស្ត្រីមេផ្ទះមិនថាការអប់រំកូនមិនថាការរកចំណូលផ្សេងនេះគឺអាស្រ័យទៅលើសមត្ថភាពរបស់ស្ត្រីទាំងអស់ចាអញ្ចឹងហើយការថែទាំសម្រស់ការថែទាំសុខភាពបង្កើនសមត្ថភាពគឺធ្វើឲ្យជីវិតយើងរុងរឿងផងដែរចា អូយមានន័យមែនតើ អរគុណច្រើនមែនតើចាចុងក្រោយកម្មវិធីចា podcast ពេទ្យសូមគោរពជូនពរអ្នកគ្រូជាមួយនឹងបងស្រីទទួលបាននូវសុខភាពល្អសំណាងល្អនិងជោគជ័យគ្រប់ប្រកិច្ចកម្មវិធីរបស់យើងក៏សូមខិតតែបេតោរកកំហុសកឆ្កងកាលឡើងដោយចេតនាផងដែរគ្រាន់តែណែនាំនឹងចែករំលែកព័ត៌មានឲ្យបងប្អូនបានសប្បាយក៏ដូចជាចាការលេងសើចតិចតួចផងដែរហើយកុំភ្លេចតាមដានកម្មវិធីរបស់យើងនៅអេពីសូតក្រោយទៀតធានាជូននឹងការលើកយកប្រធានបទពិសេសជូនទៅកាន់ស្ត្រីក៏ដូចជាបុរសផងដែរ អូខេអញ្ចឹងក្នុងកំឡុងពេលនេះពួកយើងទាំងពីរនាក់ខ្ញុំបាទឆោពាន់ នេះខ្ញុំកុសុមា សូមជម្រាបលា